mày bằng hát cô này sốt thoa buông xuống chui xuống bảo côn ai đi pe mày hay mà sốt thoa côn sạp mai tê ai lấy côn mà sốt thoa pe con sạp côn ai sao mà sạp tới chui xuống bảo ở cho thằng bạn con thua dòng mấy các bạn đây sọc chết đó bạn hơi dầu mùi đi tranh từ bộ anh mới cho mình nè lực cho con châu lực tay sầm pe bật này ở chết ná nông chết ai kịch ấy tụ đập bẹt chi mà chặt từ tái còn bật này đi luôn á bẹt chi mà chặt ơi bẹt chi mà chặt xong chui thay đã xác mùi bọc nhầm su pa nụ ai bàn chặt chia phong sa ma sam put hey mai rồi luôn ấy mai từ sập từ tục ai bộ phim lời tình đi bàn hai đi vậy thì bắt thầm mai chả menรู้มันบานอยู่ก็ได้แต่บาอาจุยดอกมวยปลอกบาไม้บานไม้นักคำปรังปรายบันเปรียสมเปียเตบดาเอาเปรียจีมาจ่าจุยดอกสุปาสมเปรียจีมาจ่าจุยดอกมวยปลอกยังมาจ่าทองประเภทชิ้นในลุมจากสิปีนึงตอนได้ทำตามาดีก่อนเต้อุ้ยมันตัวเบี้ยตะพอเลยบ่ตัวเจรบบ้านก็มาจุยสุปาบ้านได้เปรียจีมาจ่าโอ้ยมีการจุยสุปาพองเต้าเปรียจีมาจ่าจุยสุปากลมใจเปรียตายังคำบวงสูงในสมองนะสมเปรียจีมาจ่าก็มาการโกปลอกยังมาจ่าเอ้ยสมจุยดอกสุปามวยปลอกเชื่อมเชื่อทางก่อนจะมีเชื่อมจุยสุปาบ้านที่มันสอนได้ง่ายๆเต้กลมใจจราชักวันกบวงสูงเปรียจีมาจ่าไอ้ไทยซาบอสุปาเต้bảo shop chi mình đã được mà điểm bảo bảo băng trong trong băng trong trong bảo super មួយប្រុសខ្ញុំម្ចាស់ព្រះជាម្ចាស់សូមព្រះមានធម៌មេត្តាជួយថែរក្សាបងសូប៉ាចំណែកខ្ញុំពីងនឹងសូមថតទាំងថ្ងៃទាំងយប់ជាម្ចាស់ស័ក្តិសិទ្ធិណាเราเคยเอ้ยอย่าไม่thayเราเคยเอ้ยอย่าไม่thayฮะโอ้ยព្រះជាម្ចាស់ស័ក្តិសិទ្ធិមែនស័ក្តិសិទ្ធិហើយไอ้เลยเราเคยประเภทชิมได้โดย super ហើយนี่นะគឺព្រះអង្គមកចាំចាការប្រសានណាមិនត្រឹមតែមានមួយទៀតឥឡូវមានមួយទៀតហើយនេះណាគេគឺយងប្រសើរណាស់បើចឹង super មានសង្ឃឹមហើយទៅខ្ញុំទៅរកព្រះអង្គសិនណាតោះយើងមើលទៅស្ថានភាពបាត់នេះយ៉ាងហោចណាស់ក៏ទៅការឈាម4ចានទើបអាចថែរក្សាជីវិត super បានហើយថ្ងៃក្រោយត្រូវការប្រមាណយើងមើលតាមសភាពការទៅកុំរំអីលីមីតជាមនុស្សធំពេញវ័យឈាម4ចានប្រកបជាអត់បញ្ហាទេម្យ៉ាងទៀតអានាងយងផងដែរក៏ប៉ុន្តែបរិច្ចាគឈាមត្រូវចុកខ្សោយខ្លាំងណាស់សុខភាពរបស់អ្នកនាងលីមិនល្អបើសិនជាបរិច្ចាគឈាមចេញមកច្រើនវាអាចប៉ះពាល់ដល់សុខភាពនាងម្យ៉ាងទៀតវិធីយកឈាមចិញ្ចឹមឈាមមិនដែលមានអ្នកណាសាកល្បងទេសម្រាប់ឬមិនសម្រាប់ខ្ញុំក៏មិនហ៊ានធានាវាមិនត្រឹមតែមិនអាចជួយអើយគុំតែគិតច្រើនពេកស៊ូប៉ៅជិះស្លាប់ហើយនេះជាវិធីល្អតែមួយគត់ដែលយើងត្រូវសាកល្បងវាប្រសើរជាងយើងអង្គុយមើលគេស្លាប់ដែរលោកម្ចាស់ក៏បារម្ភនឹងខ្ញុំអីពេលវេលាចាំបាច់ណាស់លោកម្ចាស់ឆាប់ទៅយកមកឲ្យខ្ញុំមកអូយញើទូទៅគ្រូពេទ្យបន្តទៀតទៅបងចង់បាត់ហើយប្រយ័ត្នឈឺណាមិនអីទេឈាមប៉ុណ្ណឹងមិនអីទេទៅគ្រូពេទ្យទៀតទៅអ្នកនេះមកហូរឈាមពីចានទៅហើយសពប្រមាណទុកសម្រាប់ព្រះអង្គចុះខ្ញុំមិនអីទេអ្នកនេះព្រះអង្គយាមកដល់ហើយអូព្រះអង្គឯអ្នកទាំងអស់គ្នាមិនចាំបាច់គួរសំទេជួយមនុស្សគឺជាសំខាន់ជាងណានេះលីមីអូទេព្រះអង្គឆាប់ជួយបង្ហូរឈាមបើមិនចឹងទេស៊ូប៉ៅស្លាប់ហើយបានលោកម្ចាស់ស៊ីប្រការឈាមប្រមាណដែរទៅក្រាបទូលព្រះអង្គគឺពីចានទៀតបើសិនជាបានសម្រេច2ថ្ងៃទៀតប្រហែលជាត្រូវការច្រើនជាងនេះទៅទៀតពីចានច្រើនណាស់ព្រះអង្គសូមឲ្យឆាំបន្តិចទៅស៊ូប៉ៅចាំយូរពេកហើយមើលឲ្យព្រះអង្គណែមកបានព្រះអង្គសុំត្រឹមតិចទៅតែមួយចាំទៀតទេគ្រប់គ្រាន់ហើយដូចវល់បងព្រះអង្គចាំមិនទៅហើយបដិទេអ្នកទាំងអស់គ្នាប្រហែលជាមិនដឹងទេណាតាំងពីតូចមកយើងសុខភាពខ្សោយណាឈាមយើងក៏មិនសូវគ្រប់ដែរម្យ៉ាងទៀតនោះយើងរវល់កិច្ចការប្រមាណថ្ងៃនេះមិនសូវបានសម្រាប់មើលទៅយើងត្រូវតែសម្រាប់បានច្រើនតិចហើយទើបអាចបង្ហូរឈាមបានច្រើនជាងនេះតិចទៀតណាបើមិនចឹងទេតែទប់ទល់ជាប់ទេថាមិនទៅតែបានមួយចានហ្នឹងលោកគ្រូពេទ្យឲ្យព្រះអង្គសោកណាស់បើទៅចាំថ្ងៃស្អែកចាំយកទៀតបានទេអ្នកនាងលីជាស្រីទុនខ្សោយបរិច្ចាគ2ចានចំណែកព្រះអង្គជាមនុស្សប្រុសណាល្បងមិនបានជាល្បងនិយាយបែបនេះជាមួយនឹងព្រះអង្គឯងយើងមិនស្រួលខ្លួនទេយើងទៅវិញសិនហើយណាប្រាំសុខស្អែកជាងមើលចុះបងចេញទៅបាត់ហើយនេះខ្វះឈាមមួយចានទៀតមិនអីទេចាំខ្ញុំបន្ថែមមួយចានទៀតអ្នកនាងលីមិនអាចបង្ហូរឈាមបានទៀតទេសភាពការតាំងតែងចាំអាចត្រូវជួយមនុស្សជាមុនឥឡូវនេះខ្ញុំនៅលើគ្រូពេទ្យបញ្ចូលឈាមឲ្យលោកមិនតបឈាមបើមានដំណឹងយ៉ាងម៉េចចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាលោកម្ចាស់តាមមានសង្ឃឹមយ៉ាងណាខ្ញុំមិនដឹងទេតែយើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពអញ្ចឹងសូមលោកចេញចុះអ្នកនាងលីសូមកុំបារម្ភយើងមិនឲ្យអ្នកនាងបង្ហូរឈាមដែលប្រយោជន៍ទេបងចាំអង្គុយសិនតែអញ្ចឹងអ្នកនាងលីបង្ហូរឈាមច្រើនយ៉ាងនេះគួរតែប្រយ័ត្នប្រយែងសុខភាពឬផ្សេងទៅឲ្យខ្ញុំជាអ្នកជួយរកស៊ីទៅបានហើយអ្នកនាងលីពិតជាប្រកែកមែនលោកលីមីអីនោះទុនខ្សោយដូចខ្ទឹមអន់ជាងស្រីតែទៀតគ្មានបាក់ការពិតគេបារម្ភខ្លួនឯងហូរឈាមច្រើនពេកគេមិនចង់បរិច្ចាគឈាមទៀតទេយើងបាននិយាយហើយយើងនឹងបកគោលឲ្យគេធ្វើជាស្ដេចពិតជារឿងមួយគួរសោកស្ដាយមិនខ្ញុំមើលទៅដូចជាទឹកភ្នែកខ្លាំងណាស់ធ្វើដំណើរយឺតយ៉ាវទៅអាចទៅជើងពួកយើងទាំងអស់គ្នាសុទ្ធតែជាអ្នកប្រយុទ្ធស្មារតីដើម្បីគេតែដល់ពេលចាំបាច់ឈាមមួយដំណក់ក៏គេមិនអាចបរិច្ចាគបានរឿងនេះខ្ញុំក៏យល់ដែរតែខ្ញុំពិបាកជាងគេបំផុតគឺពតតាំងគេផ្លាច់ច្រើនណាស់
នៅក្នុងចិត្តគឺមានតែព្រះអង្គគ្មានបងប្អូនដូចមុនទៀតទេ អ្នកទាំងអស់គ្នាក៏មិនតបព្រះអង្គអីលោកបងឈិញ អេយកនេះលីឆាត់ជួយនេះទៅសម្រាប់ទៅ អ៊ំស្រីគាត់ដឹងខ្លួនណានៅទីយ៉ងនាងចាំមិនទៅហើយហ្នឹងមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចបន្តួចលោកបងឈិញពេលនេះយ៉ាងមិនទៅហើយមិញនេះលោកគ្រូពេទ្យចូលឈាមឲ្យគេឥឡូវនេះមិនដឹងថាគេយ៉ាងមិនទៅហើយទេខ្ញុំចង់ទៅមើលគាត់ឥឡូវនេះកុំអីយ៉ងសម្រាប់សិនទៅមិញនេះគ្រូពេទ្យបានជួយពិនិត្យជីបចរឲ្យនាងរួចហើយថានាងម្ដងនេះអស់ឈាមច្រើនណាស់មិនដែររបួសចាស់ធ្វើទុកណាបើសិនជានាងកម្រើហើយមិនសម្រាប់ទេដល់ពេលនោះជួយសង្គ្រោះសុខបើបានតែនាងត្រូវមានបញ្ហាបងចង់តែស្នារបួសបងនេះតាំងពីពេលណាមិនបាញ់និយាយច្រើនទេយ៉ងយកចិត្តទុកដាក់សម្រាប់ទៅទេខ្ញុំចង់ទៅមើលគាត់បានច្បាស់ យ៉ាងមិនថាលោកគ្រូពេទ្យគាត់ជាមានសំណាងល្អមែនលោកមិនតឈិញផុតពីគ្រោះថ្នាក់ហើយក៏ប៉ុន្តែបញ្ចូលឈាមឲ្យបានច្រើនទើបសុខភាពល្អឡើងវិញត្រូវការប្រមាណទៀតចំណែកអ្នកនាងលីខ្ញុំមិនអីទេលោកគ្រូពេទ្យត្រូវការពេលណាអញ្ជើញមកខ្ញុំទៅគួរស្រឡាញ់ណាស់ជារបស់បងប្អូនយើងទាំងអស់គ្នាមិនអាចយកមកប្រើបានចំណែកលីនេះជាមនុស្ស សូមកំរាមនឹងខ្ញុំលោកបងឈិញជាមនុស្សសំខាន់របស់ប្រទេសជាតិមិនអាចអត់គាត់បានទេចំណែកខ្ញុំគឺជារឿងម្នាក់តូចតែប៉ុណ្ណោះទោះជាយកជីវិតខ្ញុំទៅបដូរក៏ខ្ញុំព្រមដែរមិនកើតទេជីវិតរបស់នាងនឹងស៊ូប៉ាមានតម្លៃដូចគ្នាម្យ៉ាងទៀតស្លាប់រស់ជារឿងវាសនាយើងមិនឲ្យនាងនិយាយពាក្យនេះទេអ៊ំស្រីជីវិតខ្ញុំការពិតគឺបងស៊ូប៉ាជាអ្នកជួយសង្គ្រោះទេឥឡូវនេះខ្ញុំគួរទៅសងគុណគាត់វិញណានាងយកស៊ូប៉ាជាបងប្អូនរបស់ខ្ញុំនាងជួយសង្គ្រោះជីវិតគាត់ដូចជាជួយសង្គ្រោះជីវិតពួកខ្ញុំឲ្យតែនាងប្រាប់ខ្ញុំមួយម៉ាត់ឲ្យខ្ញុំធ្វើអីក៏ខ្ញុំសុខចិត្តដែររហូតមកដល់ថ្ងៃនេះនាងនៅតែកំណត់យើងរហូតយើងពិតជាអស់ចិត្តហើយយើងទុកថានាងជាទេវតាយើងមានរឿងអីត្រូវលះបង់នាងឲ្យតែព្រះអង្គសប្បាយទៅទេខ្ញុំម្ចាស់សុខចិត្តនៅក្បែរព្រះអង្គគ្រប់ជាតិទោះជាឲ្យខ្ញុំម្ចាស់ធ្វើជាអ្នកបម្រើដាំបាយបោកខោអាវក៏ខ្ញុំម្ចាស់សុខចិត្តដែរដល់ពេលនោះសូម្បីតែយើងចង់ធ្វើជាអ្នកបម្រើដាំបាយជាអ្នកបោកខោអាវក៏អត់មានសង្ឃឹមដែរតែក៏ព្រះអង្គមានបន្ទូលយ៉ាងនេះទឹកដីរបស់យើងបែកជា4ជា5ទៅហើយឯមេតបទាំងឡាយក៏ប្រឆាំងចំពោះយើងខ្លះក៏ស្លាប់ខ្លះក៏រត់ចោលយើងមន្ត្រីរាជការដេរត់គឺគិតតែពីនាំគ្នារត់អំណាចរបស់យើងមិនដឹងថាអាចថែបានដល់ទៅពេលណាទេកុំថាឡើយត្រឡប់ទៅក្រុមឆាំងអានសូម្បីតែមហាសុយនៅក្នុងដៃរបស់យើងក៏មិនដឹងថាថ្ងៃណាត្រូវបាត់បង់ដែរសូមព្រះអង្គកុំឲ្យអស់សង្ឃឹមឲ្យកូនលោកម្ចាស់អ៊ីវិនស្មោះត្រង់នឹងព្រះអង្គជានិច្ចវាជាកូនកបពូកែប្រកាសជាអាចការពារជាងណានបានព្រះអង្គនៅតែជាព្រះអង្គដដែលទេយើងដូចជាចាស់ខ្លាំងណាស់មែនទេប៉ុន្តែទេព្រះអង្គគ្រាន់តែមិនទាន់តបតែងបានមើលទៅចាស់ចាំខ្ញុំម្ចាស់រៀបចំថ្វាយព្រះអង្គណាបាទក្នុងនាមជាអ្នកកាន់អំណាចបាត់បង់អំណាចអ្វីនេះដូចជាការយល់សោះនៅសតតែនាងដែលស្ថិតនៅក្បែរខ្លួនយើងតើអំណាចរបស់យើងនៅថ្ងៃនេះត្រូវធ្លាក់ទៅក្នុងដៃរបស់អ្នកណាសក់របស់យើងយ៉ាងមិនទៅហើយល្អណាស់ពិតជាល្អមែនតែមិនដឹងថាក្បាលរបស់យើងដាច់ដោយសារដើមអ្នកណាទេព្រះអង្គខ្ញុំម្ចាស់មិនចង់ឲ្យព្រះអង្គមានបន្ទូលយ៉ាងនេះទេអ៊ីវិនឈិតទៅសាយគេជ័យទៅបាទលោកម្ចាស់អ៊ីវិនលោកមិនចង់ធ្វើជាមន្ត្រីក្នុងប្រទេសដែលវិនិច្ឆ័យហើយចង់ដណ្ដើមរាជបល្ល័ង្កមែនទេទៅបង្គំមិនហ៊ានទេទៅបង្គំដឹងថាព្រះអង្គនឹកនាដល់សាច់ញាតិបានជាព្រះអង្គយាងទៅជួបនឹងអតីតព្រះជានិងព្រះនាងឈីងហ្វាតែទៅបង្គំបានធានាទុកសាកសពទាំងមូលថ្វាយយើងអរគុណលោកហើយយើងជ្រើសរើសលោកមិនខុសទេសូម្បីតែស្លាប់ក៏លោករៀបចំឲ្យបានល្អដែរលោកសំជាមនុស្សដែលយើងទុកចិត្តយូរមកហើយហើយចុះស្លាប់ក្នុងដៃមនុស្សដែលយើងទុកចិត្ត
វាប្រសើរជាងស្លាប់ក្នុងដៃរបស់ពួកចៅក្បត់ទៅទៀតលោកអ៊ីវិនយើងសង្ឃឹមថាយើងអាចចេញបញ្ជាជាលើកចុងក្រោយព្រះអង្គចង់ចេញបញ្ជាចេញមកចុះតែធ្វើតាមរឿងបន្តនោះស្រេចទៅលើចិត្តទូបង្គំឯនេះទេចាំទទួលបញ្ជាយើងបញ្ជាថានៅពេលយើងសោយទីបង្គត់សូមថែប្រកាយរបស់ព្រះជាយារបស់យើងបានល្អកុំឲ្យមួយជីវិតរបស់គេខ្វះខាតអីសោះបើសិនជាលោកអនុញ្ញាតព្រះជាយាសៀវមិនប្រកាន់ទូបង្គំចាស់ពេកហើយមិនប្រកាន់ទូបង្គំដែលគ្មានលទ្ធភាពគ្រប់គ្រាន់ទេនោះទូបង្គំធ្វើតាមព្រះបញ្ជាខ្ញុំម្ចាស់ជួបត្រីដំណើររបស់ព្រះអង្គលីប្រាយ៉ាជុំសិនព្រះអង្គមានវិធីស្លាប់របស់ព្រះអង្គហើយមិនចាំបាច់ប្រើអាវុធទេយើងសុខចិត្តស្លាប់ដូចជាអតីតព្រះរាជាហើយនៅម្ចាស់បងរបស់យើងបើនិយាយដូច្នេះហើយយើងយល់ថាព្រះអង្គហើយនឹងយើងនៅជាមួយគ្នាយូរឆ្នាំយើងយល់ព្រមនឹងព្រះអង្គលីគូតាបាទយើងព្រះអង្គគង់ទៅបាទលោកម្ចាស់អ៊ីវិនមុនពេលចេញដំណើរយើងចង់ជូនមុខរបស់យើងឲ្យបានស្អាតបានសូមឲ្យព្រះជាយាយកបញ្ចុះឲ្យយើងបានទេយើងសោយយូរឆ្នាំមកហើយមុខរបស់យើងថ្ងៃនេះពិតជាស្អាតណាស់យើងយល់សពថាជាងណាស់ស្រស់ស្អាតចាត់ការប្រទេសលាវត្រារាជវង្សនៅក្នុងដៃរបស់យើងគឺជាស្ដេចទូទាំងប្រទេសអ្នកទាំងអស់គ្នាត្រូវស្ដាប់បញ្ជារបស់យើងពីថ្ងៃនេះតទៅហៅថាប្រទេសស៊ីនារីធានីគឺល្អយ៉ាងអ៊ីវិនចិនទូក្រាទូលឯងត្រូវតែងតាំងជារាជាយាតអរព្រគុណព្រះអង្គអ៊ីវិនស៊ឺក្រាទូលឯងត្រូវតែងតាំងជារាជអាមាត្យអរព្រគុណព្រះអង្គលីគូតាក្រាទូលឯងត្រូវតែងតាំងជាមេទ័ពប្រមុខអរព្រគុណព្រះអង្គទាំងអស់គ្នាក្រោកឡើងអរព្រគុណព្រះអង្គដើម្បីភាពសុខសាន្តនៃប្រជារាស្ត្រនគរស៊ីតំបន់ជាងណានយើងសម្រេចប្រកាសជាទូទៅឲ្យអ្នកកាន់កាប់តំបន់ទាំង18ខ្លាយទៅជាស្ដេចត្រាញ់នៅក្នុងតំបន់នីមួយៗមិនឈ្នានីគ្នាទៅវិញទៅមកមិនចាំបាច់ថ្វាយបង្គំយើងចប់រាជសារលោកអាមាត្យក្រាទូលរាជសារទាំង18សរសេររួចរាល់យកមកឲ្យយើងប្រថាប់ត្រាហើយចែកជូនតំបន់នីមួយៗឲ្យគេបានជ្រាបតែងតាំងព្រះអង្គម្ចាស់គ្រប់ទីកន្លែងប្រកាសជាជ្រួលច្បាប់គ្រប់ទីកន្លែងផង
ទូមកុំសំណំកងទ័ពដើម្បីកម្ចាត់អ៊ីវ៉ាន់ហ្វាដណ្ដើមយកត្រានមកវិញដើម្បីឲ្យព្រះអង្គខ្លាយទៅជាស្ដេចតែមកអង្គុតនៃមហាឋានរបស់យើងក្រាបទូលត្រង់នោះយើងត្រូវតែយកត្រឡប់មកវិញក៏ប៉ុន្តែឯងមិនសមនឹងកិច្ចការនេះទេហេតុអីទៅពីព្រោះថាត្រានោះនៅតំបន់ផ្សេងគេចង់បានដូចតែគ្នាយើងត្រូវការមានទ័ពពូកែក្នុងការធ្វើសឹកចំណែកឯងជាមនុស្សដែលមានធម៌មេត្តាមិនអាចសម្រេចកិច្ចការនេះបានទេហើយម្យ៉ាងទៀតអ៊ីវ៉ាន់ប៉ាមានអ៊ីវ៉ាន់ឈិនទូជាមេដឹកនាំដែលរឹងមាំដូចជាគុណរបស់ឯងមិនអាចទប់ទល់ជាមួយនឹងអ៊ីវ៉ាន់ឈិនទូបានទេបែរណាប៉ុន្តែថាបុតមានមេត្តាក្នុងខ្លួនប៉ុន្តែចំពោះសត្រូវគឺជារឿងផ្សេងនៅក្នុងកម្ពីស័កបាននិយាយថាពេលធ្វើសឹកគឺជាពេលដែលធ្វើសឹកបានហើយម្ដងនេះទុកឲ្យយានប៉ាគេទៅចុះគេអាចសម្រេចកិច្ចការនេះបានតែឈិនប៉ាគេមានអារម្មណ៍នឹងនោះឯងមានរឿងអីកាត់ឡើងបែរណាអញ្ចឹងសូមរាជជាអនុញ្ញាតឲ្យបុតទៅជាមួយជាទៅក្រាបទូលមិនចាំបាច់គិតគូរវែងឆ្ងាយទេយានប៉ាយានជឿគេទទួលបានជោគជ័យហើយកំពុងតែត្រឡប់មកវិញលោកម្ចាស់លាវក្រាបទូលយើងចេញបញ្ជាឲ្យលោកជាអាមារបស់កងទ័ពតាមផ្លូវត្រូវជួបជុំកងទ័ពត្រឡប់មកវិញហើយចេញបញ្ជាឲ្យលីយានជឿជាមេទ័ពប្រមុខលីយានប៉ាជាអ្នកវាយទៅមុខហើយវាលុកចូលរហូតដល់ថងគន់ចូលរហូតដល់ឡកយ៉ាងធ្វើយ៉ាងណាយកត្រាត្រឡប់មកវិញឲ្យទាល់តែបានទទួលព្រះបញ្ជាសន្ទុព្រះអង្គម្ចាស់កាន់កាប់តំបន់នីមួយៗមិនព្រមទទួលរាជសាររបស់ព្រះអង្គដែលតែងតាំងជាព្រះអង្គម្ចាស់ម្យ៉ាងទៀតមានខ្លះទៀតប្រហារជីវិតអ្នកនាំសាររបស់យើងទៀតផងក្រាបទូលប្រដេកផ្ដាស់មែនអ្នកនាំសារគេមិនត្រូវប្រហារជីវិតនោះទេតែណាក៏តាមធំហ៊ានសម្រាប់គ្នារបស់យើងយ៉ាងនេះបែរណាទោះឲ្យបុតទៅសម្រាប់គេផ្ដាច់ពុយតាមដល់ទៅបាទហើយគេមិនព្រមទទួលក៏តាមតែចិត្តគេទៅចុះឲ្យតែពួកគេមករំខានយើងនៅតែជាព្រះអង្គនៃប្រទេសស៊ីឈិនទូហើយប្រមូលកងទ័ពរបស់យើងនៅយ៉ាងជៅគួងជៅហើយនឹងជិះជៅទាំង3ត្រឡប់មកវិញដើម្បីការពាររាជធានីប្រាំងពីបោះធំហើយមានការផ្ទះបោខ្លាំងម្លេះកងទ័ពរបស់យើងកំពុងតែអំពាវនាវឲ្យធ្វើសឹកជាមួយនឹងយ៉ាងគួងហើយកំពុងតែវាយលុកតំបន់ថងកងទៀតផងក្រាបទូលថាម៉េចគេដណ្ដើមរាជធានីឆាងអានលុកបំបត្តិទៅជាវងចាស់ឥឡូវគេថាចង់សងសឹកមួយយ៉ាងគួងនេះគេហៅថាចោលស្អីចាប់ចោលហើយឈិនទូក្រាបទូលនងកងទ័ពទៅកាត់ធំគួងកំតិចពួកវាចោលទៅក្រាបទូលអ៊ីវ៉ាន់ឈិនជីក្រាបទូលយករាជសាររបស់យើងឲ្យម្ចាស់តំបន់ផ្សេងបើសិនជាអ្នកណាម្នាក់វាយលុកឆាងអានហើយសម្រាប់លីយានបាននោះយើងសុកចិត្តចែកទឹកដីពាក់កំណត់ឲ្យទៅគេទទួលរាជវិជាលីយានឲ្យអ្នកណានាំតបមកសំទូលប្រាំម្ចាស់មានលីយានជីជាអ្នកដឹកនាំកងទ័ពមកក្រាបទូលលីយានជីលីយានជីយើងនឹងសម្រាប់ឯដឹងខ្លួនម្ដងរួចហើយយើងវាយលុកឆាងអានតែលីយានប៉ាជាអ្នកនាំមកតបថាម៉េចគេលីយានប៉ាដូចជាមនុស្សឈួតអញ្ចឹងឈិតទូតើបុតមានលទ្ធភាពទេមើលទៅយើងមានតែការពារថងគន់ហើយចាំមើលតទៅទៀតតែប៉ុណ្ណោះនៅពេលដែលពួកវាអស់ស្បៀងអាហារហើយនោះចាប់ពួកយើងគិតគូនាំមកជាទៅការពារថងគន់កុំបញ្ចុះតទៅជាមួយគេសោះក្រាបទូលព្រះអង្គឥឡូវនេះព្រះអង្គជាព្រះអង្គរបស់ប្រទេសវិញមិនត្រូវការទុកដោយសារតែខ្មោចរបស់យ៉ាងកងនោះទេលបងព្រះអង្គជាអតីតមន្ត្រីរបស់យ៉ាងកងទោះជាមួយថ្ងៃក៏ជាមន្ត្រីរបស់គេដែរព្រះអង្គនឹកនេះដល់រឿងចាស់សិលបងកុំរៀបរៀងនេះលោកអាមាត្យវ៉ាងចូលពីច្បាប់ទម្លាប់យើងចង់តំណកងទ័ពរបស់យើងទៅសងសឹកអតីតប្រជាជាតិទេរឿងនេះយើងអាចទៅភាពតែមិនមែនសងសឹកយ៉ាងកងនោះទេបើសិនជាយើងវាលោកលក់យ៉ាងហើយកាន់កាប់តំបន់បាំងហើងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវទឹកទៅប្រយុទ្ធជាមួយនឹងលីយានហើយដល់ពេលនោះយើងនឹងរួមដំណើរជាមួយនឹងកម្លាំងរបស់ផ្សេងទៀតដើម្បីវាលោកចូលតំបន់ឆាងអានតែកម្លាំងពិតរបស់យើងនៅពេលនេះបើចង់បានត្រាបញ្ជាពីរាជការដែលស្ថិតនៅក្នុងដៃរបស់អ៊ីវ៉ាន់ឈីវនោះយើងត្រូវតែអំពាវនាវដើម្បីដឹកនាំកាន់កាប់តំបន់ផ្សេងៗឲ្យរួមដៃគ្នាបន្ទាប់មកសូមឲ្យលីយានចុះចាញ់រឿងនេះមិនពិបាកទេលោកមេតបសានិយាយនេះដូចជាងាយពេកហើយធ្វើតែបើថាអ៊ីវ៉ាន់ប៉ាពេលនេះគេតច្រកមែនតែយើងក៏មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីវាយទម្លុះក្នុងការប្រយុទ្ធជាមួយកងទ័ពអ៊ីវ៉ាន់ឈិនទូនៅឡើយដែរឥឡូវនេះលោកមេតបឈីមិនទាន់ដឹងខ្លួនកម្លាំងរបស់យើងត្រូវកាត់បន្ថយមួយចំនួនហើយទុំគុំយល់ថាគួរតែការពីទឹកដីរបស់យើងកុំឲ្យវាយសម្រុកទៅលើគេអីល្អជាងលោកអាម៉ានិយាយនេះគឺសំហើយសំផលយើងក៏មិនចង់មានសង្គ្រាមធ្វើឲ្យកងទ័ពរបស់យើងស្លាប់ច្រើនដែរយើងគួរតែការពារកម្លាំងពិតរបស់យើងក៏ប៉ុន្តែយើងមិនត្រូវសម្រាប់យូរពេកទេគម្ពីរសឹកតែងតែនិយាយថាសង្ងំយូរពេកនឹងខ្លាចទៅជាទុនខ្សោយបើសិនជាមិនមានសង្គ្រាមកងទ័ពទាំងអស់នោះប្រកាសជាភ្លេចការធ្វើសឹកបងប្រុសហើយបានជាបងយើងជាមនុស្សដឹងអីយើងអត់ស្គាល់ច្បាប់ទម្លាប់មែនទេសំទោព្រះអង្គលីយានបានបញ្ជាលីយានជឿនិងលីយានប៉ាបាយលោកចូលថងគន់ឥឡូវនេះអ៊ីវ៉ាន់ជិនទូកំពុងតែទប់ទល់ហើយចំណែកឯក្រុងឡកយ៉ាងគឺមានតែកងទ័ព30000នាក់ទប់ទល់ម្យ៉ាងទៀតមានដឹកនាំតំបន់ផ្សេងៗក្រៅចូលឡើងតតណៃគេថាចង់សងសឹកជាមួយនឹងយ៉ាងកងតាមការពិតពួកគេចង់បាយលោកចូលតំបន់ឡកយ៉ាងតែប៉ុណ្ណោះនិយាយប្រដេកប្រាតើពួកវាទាំងអស់គ្នាមានអីតាក់ទងជាមួយនឹងអតីតប្រជាជាតិទៅការសងសឹកគឺជារឿងមិនពិតតាមការពិតគេចង់បានត្រារបស់រាជការទេចំណែកយើងក៏មិនឲ្យពួកគេធ្វើអ្វីតាមចិត្តដែរយើងសម្រេចចិត្តនាំកងទ័ពទៅដល់ដើម្បីបាយលោកចូលឡកយ៉ាងព្រះអង្គមានប្រកាសយពលខ្សោយណាស់ការធ្វើសឹកក៏មានគ្រោះថ្នាក់ច្រើនគួរតែរងចាំទទួលដំណឹងពីទូលគុំទៅល្អជាងសូមអរគុណលោកមេតបសានហើយម្ដងនេះបើយើងមិនទៅគឺមិនបានទេទី1គឺយើងចង់សងសឹកឲ្យអតីតប្រជាទី2គឺដើម្បីត្រាបញ្ជាគឺជារបស់សម្រាប់ទូទាំងរាជការមានតែអ្នកកាន់អំណាចទេទើបអាចកាន់កាប់បានយើងមានរឿងអីឲ្យមេតបទៅដណ្ដើមឲ្យយើងនោះដូច្នេះសង្គ្រាមលើកនេះមិនអាចធ្វើប្រហែលបានទេទុកឲ្យស៊ឺតាណយជាអ្នកការពារតំបន់បាកាំងយើងនាំកងទ័ពទៅធ្វើការវាយលុកតំបន់ឡកយ៉ាងលោកអាម៉ាតត្រៀមខ្លួនចេញដំណើរភ្លាមទៅទទួលព្រះបញ្ជាម្យ៉ាងទៀតថ្ងៃស្អែកយាមទី3ដើម្បីយាមទី5ចេញដំណើរទទួលព្រះបញ្ជាហាអីបើចិត្តទួឯងឆាប់មកប្រយុទ្ធជាមួយនឹងយើងមកអាកំរួឯងខ្លាចមែនទេឆាប់ចូលបាយជាមួយយើងមកហើយប្រកែកណាស់យើងមិនប្រយុទ្ធជាមួយនឹងឯងងាយៗនោះទេបាញ់ព្រួយសភាពការយ៉ាងមិនហើយជម្រាបលោកមេតបអ៊ីវ៉ាន់ឈិនទូសុកចិត្តនៅស្ងៀមគ្រាន់តែប្រើព្រួយតែប៉ុណ្ណោះគេមិនប្រើរំសេវនោះទេបើយ៉ាងនេះតទៅទៀតយើងច្បាស់ជាខ្វះខាតស្មៀហើយម្យ៉ាងទៀតមេដឹកនាំផ្សេងៗបានវៀងផ្លឹកគន់ថងដើម្បីសម្រុកចូលឡកយ៉ាងខ្ញុំបារម្ភខ្លាចតែពួកវាវាយលុកថងគន់
ផ្លាក់បញ្ជាប្រហែលជាធ្លាក់ក្នុងដៃរបស់អ្នកដទៃហើយប៉ុណ្ណាមែនហេតុអីបានគេប្រុសបាយយើងហ៎មានអីសុបាយទៅហេលោកម៉ាត់ប្រយ័ត្នប្រយែងមែនតើកុំឲ្យដីចេញក្រៅជំរុំឯសោះជៀសវាងសត្រូវវាដឹងណាបាទលោកម៉ាត់ឲ្យពួកខ្ញុំធ្វើអីនៅពេលនេះដល់ពេលនោះឯងគង់ត្រូវកាប់បាត់ទេខំជេរឆាប់ឡើងទៅពួកឯងទាំងអស់គ្នាកុំឲ្យមានដឹកនាំផ្សេងគេចាត់ការបានមុនយើងឯសោះពីពេលនេះតទៅពួកឯងត្រូវតែបន្ថែមកម្លាំងឲ្យធ្វើការទាំងយប់ទាំងថ្ងៃឲ្យឆាប់រហ័សណាបាទការទូព្រះអង្គមានដឹកនាំតំបន់ផ្សេងនាំកងទ័ពយើងតំបន់ថងកងនៅលើនេះបានមកដល់ខាងមុខហើយថាម៉េចមកដល់ហើយមកដល់ហើយអូទីបំផុតបានជិះមកដល់ហើយបើនេះប្រកាសជាស្ដេចថ្មីនៃប្រទេសវៃឈ្មោះលីមានមែនទេធ្លាប់ធ្វើជាមន្ត្រីពិតជាមិនធម្មតាធ្វើដំណើរមកអំតំហើយដូចនេះហើយបានជាមកយឺនអ្នកទាំងអស់គ្នាសូមមេត្តាភ័យទោសអញ្ជើញសូមអញ្ជើញខ្ញុំមិនអាចប្រៀបធៀបជាមួយនឹងអស់លោកទាំងអស់គ្នាបានទេអ្នកទាំងអស់គ្នាគ្មានអ្វីបារម្ភថាមកក៏មកតែម្ដងគ្មានអ្វីជាប់ស្មុគស្មាញនោះទេចំណែកឯខ្ញុំវិញទោះជាយ៉ាងណាក៏ដោយត្រូវតែរៀបចំកិច្ចការប្រទេសវិញឲ្យបានស្រួលបួលម្នាក់នេះប្រហែលជាឃាតករសម្រាប់ម្ចាស់ខ្លួនឯងខ្លាចទៅជាស្ដេចឈ្មោះវាងសុយចុងហើយមែនទេយើងគ្មានអ្វីគួរអស្ចារ្យទេយើងមិនពូកែដូចជាលោកលីទេឥឡូវមិនចាំបាច់និយាយពីអត់ប្រយោជន៍ទេពួកយើងមកជួបជុំគ្នាគោលបំណងគឺព្រឹកទៅចង់យត្រាប្រចាំរាជការទូទាំងប្រទេសពួកយើងបានជួបជុំគ្នាត្រូវពិភាក្សាគ្នាថាតើត្រានោះត្រូវបែងចែកដោយវិធីណាទៅប្រើវាតែមួយតើបែងចែកយ៉ាងម៉េចទៅឥឡូវចេះទៅដែលណាមានត្រាយើងស្ដាប់វិជានោះតែម្ដងទៅតែយើងត្រូវតែប្រយុទ្ធគ្នាមុនហើយអញ្ចឹងបានន័យថាលោកមកព្រមឲ្យយើងការប្រយុទ្ធគ្នាគឺជាមិនផុតទេក៏ប៉ុន្តែយើងត្រូវតែសហការគ្នាវាលោកចូលទៅខាងក្នុងសម្រាប់ event bar រួចហើយនឹងដាំយកត្រាបញ្ជាបើសិនជាលីយើងប៉មកដល់យើងប្រហែលជាធ្វើអ្វីមិនកើតទេអ្នកទាំងអស់គ្នាយល់ព្រមទេយល់ព្រមឥឡូវខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាពេលដែលយកត្រាបានតើគិតយ៉ាងម៉េចតទៅទៀតទៅត្រានោះគឺជារបស់ព្រះអង្គអ្នកដណ្ដើមបានគឺជាព្រះអង្គបើចឹងយើងសម្រាប់គ្នាបានប្រយោជន៍អីនោះគ្រាន់តែជាការនិយាយរបស់លោកអ្នកទាំងអស់គ្នាយល់ព្រមដែរទេយល់ព្រមអ្នកណាយកត្រាបានលោកស្ដេចទូទាំងប្រទេសថាម៉េចគឺអញ្ចឹងអ្នកណាយកត្រាបានអ្នកនោះជាស្ដេចគ្រប់គ្រងទូទាំងប្រទេសសូមទូលព្រះអង្គសត្រូវបានផ្ញើសារតាមព្រួយមួយច្បាប់ឲ្យចាប់អត់ទៅអីវិញប៉ាយើងកំណត់ថ្ងៃស្អែកត្រូវបើកទ្វារចុះចាញ់ហើយព្រមទាំងប្រគល់ត្រាមកឲ្យយើងជាបន្តបានមិនដូច្នេះទេនឹងត្រូវសាមអាទិត្យទៅយើងមិនបន្ទោឯងទេបើមិនចឹងទេពេលកងទ័ពមកដល់ច្បាស់ជាមិនសល់អ្វីទេទេវតាអត់ទាន់កាប់យើងហើយទេវតាឲ្យយើងពីនេះហើយព្រះអង្គនៅពេលដែលគេវាលោកចូលមកយើងទាំងអស់គ្នាប្រកាសជាគិតមិនផុតពីការស្លាប់តាមទូលបង្គំយល់ពួកយើងគួរតែចុះចាញ់ហើយឲ្យពួកគេដណ្ដើមយកត្រាយើងស្លៀកពេលរត់តែម្ដងទៅយើងក៏មិនដឹងធ្វើយ៉ាងម៉េចដែរធ្វើតាមលោកនិយាយទៅចុះថ្ងៃស្អែកបើទ្វារចុះចាញ់គេទៅអូប្រយើងចង់មកហាត់ឯងឲ្យលេងល្បែងមួយឯងគិតយ៉ាងម៉េចដែរមកបានតែលេងយ៉ាងម៉េចទៅបន្តិចទៀតឯងត្រូវចូលតាមរូងនេះហើយចេញទៅខាងក្រៅធ្វើយ៉ាងណាបើកទ្វារបានបើសិនជាឯងមកឃើញមេតបដែលយកព្រួយបាញ់ឯងនោះឯងសាកវិជាគុណជាមួយគេឬក៏សម្រាប់គេចោលទៅប្រសាណាបងប្រុសខ្ញុំតែឡើងនេះហើយចេញមកជាទៅរៀបចំក្បួនកងទ័ពចាប់ផ្ដើមវៃលោកបាទYên ta, bây giờ bị thằng Tám liệp nữa. Bảo bọn lên, chốt. Chốt dân. Ra được không đánh tê vây hơi, bộ anh mà chăm anh nào như thế. Làm gì mà? Cần trông cần chắc y văn ba cái này nè.
ក៏រត់បានទៅហើយខ្ញុំជាក្មួយរបស់គាត់ខ្ញុំមិនដឹងអីទេអ្នកខ្លះទាំងអស់គ្នាកុំសម្លាប់ខ្ញុំអីខ្ញុំសុំវល់ណាគ្រូសាយវិនគ្មានមួយណាល្អនោះទេសូស៊ីអរគុណហើយត្រាបញ្ជារាជការទូទាំងប្រទេសនៅលើដៃរបស់ប្រទេសវៃហើយដូច្នេះយើងគឺជាស្ដេចយ៉ាងពិតប្រាកដអ្នកណាម្នាក់ចង់គាត់ពីសរិយាសូមអញ្ជើញចេញបន្តវ៉ាក្នុងពេលនេះហើយទៅយើងថាមិនគួរអញ្ចឹងយើងស្ដាប់តែបញ្ជាលោកយើងស្ដាប់បញ្ជារបស់លោកយើងស្ដាប់បញ្ជារបស់លោកល្អឥឡូវនេះយើងចេញបញ្ជាអស់លោកមេតបទាំងឡាយលោយ៉ាងនឹងខ្លាចទៅជារាជធានីរបស់ប្រទេសវៃ3ខែក្រោយអ្នកទាំងអស់គ្នានាំកងទ័ពឲ្យជុំគ្នានៅទីនេះរួចហើយឆ្លងទន្លេវាងហើទៅចាត់ការលេជៀនដើម្បីឯកភាពទឹកដីទាំងមូលឯកភាពទឹកដីឯកភាពទឹកដីឯកភាពទឹកដីលីយ៉ាកុំធ្វើបានយ៉ាងไรយ៉ាងយើប៉អីចង់ធ្វើអីត្រាំយើអ្នកទាំងអស់គ្នាសតតែជាមិត្តភក្តិរបស់លោកពូទេវតាយើងដូច្នេះយើងមិនចាំប្រយុទ្ធជាមួយអ្នកទាំងអស់គ្នាទេទៅអើយដកថយជីវិតរបស់យើងសំខាន់ជាងលីនេះឯងបោះត្រានោះបាននេះថាត្រានោះជារបស់ពួកយើងទាំងអស់គ្នាឲ្យពួកយើងចូលសិនយេប៉ាឯងនេះអស់ចិត្តហើយយើងជឿឯងមើលគ្រួសារតកូលនេះឯងទៅសារអំពើបាបប្រកម្មយ៉ាងនេះឯងសម្លាប់បងប្អូនយើងទាំងអស់គ្នាមែនទេឯងថយចេញឯងលីមានព្រះអង្គសភាពកាប្រែប្រួលហើយគួរតែប្រគល់ត្រាទៅឲ្យគេកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកផ្សេងសោះឯងមានសិទ្ធិអង្គុយនៅទីនេះថយចេញអារម្មណ៍បែបនេះពិតជាល្អណាស់អ្នកទាំងអស់គ្នាសាមគ្គីពេលចូលសាវនាការត្រូវថ្វាយបង្គំយើងហើយស្មោះស្ម័គ្របម្រើគ្រួសារត្រកូលលីនៃមហាឋានបើមិនដូច្នេះទេគ្មានអ្នកណាអាចរស់មានជីវិតរត់ចេញពីឡយ៉ាងនេះបានទេចុះយកថ្វាយបង្គំឯងកុំសង្ឃឹមបើយើងមិនថ្វាយបង្គំឯងទេយ៉ាងម៉េចចង់ជំទាស់លីយៀនជឿអីរកទៅមកចូលអ្នកខ្លះខ្ញុំសូមវល់អ្នកខ្លះសូមអ្នកខ្លះគុំសម្រាប់ខ្ញុំអីខ្ញុំសូមវល់ដែរខ្ញុំបាត់បង់កូនប្រុសពីរទៅហើយគ្រូសាអ៊ីវិននៅសល់តែខ្ញុំមិនអាចទៅប្រុសទេbây giờទីត្រាបញ្ជាខ្ញុំបានប្រគល់ចេញមកទៅហើយសូមអ្នកខ្លះគុំសម្រាប់ខ្ញុំអីគុំសម្រាប់ខ្ញុំអីអ្នកខ្លះខ្ញុំសូមបោះគុំសម្រាប់ខ្ញុំអីថ្ងៃនេះយើងត្រូវតែយកក្បាលមកឯងអ្នកខ្លះត្រូវការខ្ញុំយកប្រុសដែរសូមអ្នកខ្លះគុំសម្រាប់ខ្ញុំអីខ្ញុំសូមបោះគុំសម្រាប់ឯងយកសំទៅដើម្បីពេញឯងត្រូវតែស្លាប់ចេញបញ្ជាដល់កងទ័ពជាបន្ទាន់ព្រះអង្គឥឡូវនេះប្រទេសខាងដកថយអ្នកដឹកនាំផ្សេងទៀតក៏ដកថយពួកយើងគួរតែឆ្លៀតពេលនេះវាសម្រាប់ចូលឡយ៉ាងទៅឡយ៉ាងគឺជាតំបន់សំខាន់នៅភូមិភាគកណ្ដាលបើសិនជាកាន់កាប់បានប្រកាសជាមានប្រយោជន៍ដល់ប្រទេសវិញម្យ៉ាងទៀតកងទ័ពរបស់យើងពេលនេះអាចចាត់ការបានយ៉ាងងាយស្រួលបំផុតបើកាំងហើយនឹងឡយ៉ាងគឺឃ្លាតឆ្ងាយពីគ្នាណាស់មិនអាចចាត់តុងបានដូចងាយឥឡូវនេះកំណងនៅបាកាំងក៏ខ្សោយពួកយើងត្រឡប់ទៅវិញដើម្បីការពារបាកាំងជាផុតពីមេដឹកនាំតំបន់ផ្សេងៗធ្វើការអុកឡុកដល់ពេលនោះយើងចង់ជួយក៏ជួយមិនទាន់ដែរដល់ម៉ានម្ដងនេះយើងបានទទួលជោគជ័យទាំងស្រុងហើយមិនត្រឹមតែអាចយកតាមបញ្ជាបានទេព្រមទាំងបានទទួលលិខិតចោទចាញ់ពីមេដឹកនាំទាំងអស់នោះហើយពីពេលនេះតទៅមហាឋានរបស់យើងអាចបញ្ជាគ្រប់គ្រងទូទាំងប្រទេសគួរតែអន់ណាទូបង្គំយល់ថាគួរតែចាប់មេដឹកនាំទាំងអស់នោះទៅកាន់ឆាំងអានប៉ុន្តែឥឡូវនេះបែរជាដោះលែងពួកគេខ្លាចថ្ងៃក្រោយមានការប្រឆាំងតបតសង្គ្រាមនៅតែកាត់ឡើងដដែលលោកអាម៉ាត់ដូចជាបារម្ភជ្រុលពេកហើយមានយឺតប៉ានៅទីនេះខ្លាចអីទៅខែនេះគឺជាខែប្រាំងហើយទីមកជំរាបតែចម្លែកយ៉ាងនេះនោះហ៎មកប្រាំងណាអីក៏ប្រកែកខ្លាំងម្ល៉េះធ្វើដើមឈើនេះឆេះបានយ៉ាងនេះគឺមានគេរៀបរៀងដំណើររបស់យើងគេដឹងថាឯងជំនាញតបដ៏អស្ចារ្យហើយដូច្នេះហើយគេនឹងសុខចិត្តក៏សុំប្រយុទ្ធជាមួយឯងទៅមានគេចង់ប្រយុទ្ធជាមួយយើងហ៎តែគេជាណាទៅព្រះម្ចាស់ទី4នេះមិនមែនជាមនុស្សទេ
កុំជឿប្រាំចាប់ទី3អីសោះហ៎មិនមែនជាមនុស្សហ៎បើមិនជាមនុស្សក៏យើងសុំជួយជាមួយគេដែរតែគេណៃណាទៅគេរងចាំអញនៅលើកំពូលភ្នំឯណោះហ៎បានប្រាំចាប់ទី4កុំទៅសោះអេឯងជាណាមកសាកល្បងជាមួយនឹងយើងមកឲ្យឆាប់ឡើងតបប្រុសរបស់ខ្ញុំល្ងងពេកហើយមិននឹកស្មានថាក្នុងលោកនេះមានមនុស្សល្ងងដល់ថ្ងៃនេះសោះចេញមកកុំស្អីលោឡាអីចេញមកប្រយុទ្ធជាមួយយើងមកចេញមកប្រយុទ្ធជាមួយយើងមកកុំគិតតែពីស្អីអប្រយោជន៍ទេចេញភ្លាមមកចេញមកប្រយុទ្ធជាមួយយើងភ្លាមមកចេញមកបងប្រុសប្រមចាគេចំណាំបាត់ហើយខ្លាចទៅជាភ័យបាត់ទៅហើយប្រមចាក៏ដឹងថាគេមានអារម្មណ៍ធម្មតាដែរហើយនេះបានជាសារចំអកគេយ៉ាងនេះឥឡូវនេះគ្រូថ្នាក់ខ្លាំងណាស់តែយើងទូប្រអងយ៉ាងម៉េចទៅយើងគ្រាន់តែរីសើចធម្មតាតែប៉ុណ្ណោះមិននឹកស្មានថាគេល្ងងដល់ថ្នាក់នេះឥឡូវជ្រុលជាខុសទៅហើយយើងប្រាប់លោកហើយណាមិនត្រូវប្រាប់បិតាដឹងទេបើសិនជាដឹងយើងប្រកាសជាមនុស្សខ្លួនទាំងអស់គ្នាទេចាំច្បាស់ណាតែយើងហើយនេះបានជានៅតាមផ្លូវមកគឺលោកអាម៉ាត់បាត់ចឹងដោយសារតែត្រូវដកកងទ័ពហើយយើងយល់ថានៅតាមផ្លូវក៏គ្មានកិច្ចការអ្វីសំខាន់សម្រាប់គេដែរយើងក៏ឲ្យគេទៅវិញដើម្បីរៀបចំកិច្ចការមុនពេលយើងចេញមកមានគ្នា5នាក់ពេលត្រឡប់ទៅវិញមានគ្នាតែ4នាក់អើយមិនដឹងថាសុខប៉ៅយកមកទៅហើយទេខ្ញុំមានអារម្មណ៍ថាហេតុផលនេះដូចជាមិនល្អសោះកុំធ្វើខ្ញុំភ័យពួកយើងត្រឡប់ទៅវិញមើលទៅវិញតែយើងលោកគ្រូពេទ្យគេយ៉ាងម៉េចទៅហើយលោកបេតបឈីមានកម្លាំងមមទាំឥឡូវនេះគាត់ចិត្តជាហើយឈាមរបស់គាត់ក៏ដើរស្រួលធម្មតាអ្នកនេះយ៉ងមិនចាំបាច់បរិច្ចាគឈាមទៀតទេអរគុណហើយយ៉ងហើយទឹកជាតិបាត់បងឈីងជីអ្វីក៏ខ្ញុំព្រមដែរអ្នកស្រីខ្ញុំលាត្រឡប់ទៅវិញហើយលោកគ្រូពេទ្យសុំជ័យចាស់ខ្ញុំលាហើយយ៉ងយើងសម្រាប់គេទៅហើយយើងបានសម្រាប់គេបាត់ទៅហើយកុំទៅណាបងឈីងខ្ញុំអត់ទៅណាចោលបងទេគឺខ្ញុំនៅក្បែរនេះកុំទៅណាអីខ្ញុំអត់ទៅណាទេហាប្រាំងយើងត្រឡប់មកវិញហើយបើកទ្វារទៅប្រាំងយើងត្រឡប់មកវិញហើយពីបងប្រុសអាចមកធ្វើអីនឹងបងមកចាំពេលល្អណាស់បងរត់ឈិនមិននៅផ្ទះទេមិនដឹងជាគាត់ទៅណាទេគេមិនបានមកវិញជាមួយយើងទេអត់មានមកវិញតែពួកបងមកវិញហាញតាគេទៅសម្រាប់អ៊ីវ៉ាន់ប៉ាតែម្នាក់ឯងហេតុអីបណ្ដោយគាត់ទៅតែម្នាក់ឯងចឹងបងដឹងថាគ្រោះថ្នាក់យ៉ាងណាទេពីហេតុអីមកចៃនិយាយជាមួយបងចឹងអញមិនដឹងចាប់នឹងក្មេងសោះគេធ្វើនេះគឺខុសវិន័យរបស់តបបើសិនជាមានរឿងអីកើតឡើងគឺអាចទទួលខុសត្រូវតែក៏បងនិយាយចឹងបងប្រុសបងដឹងទេគាត់ធ្វើយ៉ាងនេះគ្រោះថ្នាក់ខ្លាំងណាស់ម្យ៉ាងទៀតគាត់គឺជាអ្នកមានគុណជួយដល់ពួកយើងផងណាឯងបងឆាប់ត្រឡប់មកវិញមកខ្ញុំកំពុងតែរងចាប់បងឡាឆិនបើសិនជាបងមិនត្រឡប់មកវិញទេមួយជីវិតនេះខ្ញុំមិនអត់អានឲ្យបងឡើយយើងសូមបងឲ្យធ្វើយ៉ាងណានាំយើងត្រឡប់ទៅវិញឲ្យយើងទៅជួបនៅពេញយើងធានាថាថ្ងៃក្រោយយើងនឹងយកឯងទៅធ្វើសង្គ្រាមទៀតប្រសើរណាស់យីជឺក្រានទូលក៏វាលោកលោកយ៉ាងឯងធ្វើបានល្អណាស់គឺសមជាអ្នកសម្រេចកិច្ចការធំដុំមែនសមជាបុត្រាដ៏ល្អរបស់យើងបិតាជ្រើសរើសឯងគឺមិនខុសទេសូមអរគុណព្រះបិតាមហាឋានគ្រប់គ្រងទឹកដីទាំងមូលជាប្រាថ្នារបស់ពួកយើងទាំងអស់គ្នាហើយដូច្នេះហើយបទចងចាំចំណុចនេះបានជាបទមានកម្លាំងអាចយកឈ្នះលើសត្រូវហើយត្រឡប់មកវិញបានដោយជោគជ័យស្ដាប់បានហើយលើថ្ងៃក្រោយត្រូវធ្វើដូចជាព្រះម្ចាស់ទី3ក្នុងចិត្តត្រូវចងចាំថាមហាឋានគ្រប់គ្រងទឹកដីទាំងមូលឲ្យតែយើងរួមចិត្តរួមថ្លើម
យើងប្រកាសជាអាចគ្រប់គ្រងទឹកដីទាំងមូលបានយ៉ាងប្រកបរួមចិត្តរួមថ្លើមគ្រប់គ្រងទឹកដីព្រះបិតាតនទី3ចាត់ការសត្រូវវិលត្រឡប់វិញដោយជោគជ័យគឺជារឿងមួយដែលគួរត្រេកអរណាស់ប៉ុន្តែមានរឿងមួយបាត់ដូចជាមានការព្រួយបារម្ភក្រាបទូលរឿងអីក្រាបទូលព្រះបិតាថ្មីត្បិតថាមេដឹកនាំទាំងឡាយសុំចោះចាញ់ប៉ុន្តែពួកគេមិនប្រកល់ខ្លួននៅឆាងអាននោះបានន័យថាពួកគេទាំងអស់គ្នាប្រកាសជាមិនទាន់អស់ចិត្តឥឡូវនេះពួកយើងបានឲ្យគេត្រឡប់ទៅវិញនោះបាត់ខ្លាចក្រែងតែនឹងមានសង្គ្រាមកើតឡើងទៀតបងប្រុសបងដូចជាបារម្ភជ្រុលពេកហើយកាលនោះបងមកនៅក្នុងសមរភូមិមិនដឹងថាអ្នកទាំងអស់នោះចោះចាញ់យើងនៅមានណាម្យ៉ាងទៀតបើគេមិនសូវចិត្តទេព្រោះការសង្គ្រាមជាមួយនឹងយើងទៅអាបងយើងគិតនេះគឺដើម្បីមហាឋានយូរឆ្នាំមកហើយតែតែមានសង្គ្រាមកើតឡើងជាបន្តបន្ទាប់ឥឡូវនេះបើសិនជាមានសង្គ្រាមកើតឡើងទៀតនោះប្រជារាស្ត្រប្រកាសជាទទួលនឹងការលំបាកគ្រប់បែបយ៉ាងអញ្ចឹងបានន័យថាមុននេះយើងតស៊ូប្រឆាំងជាមួយនឹងអំណាចខូខើបានន័យថាអត់ប្រយោជន៍ហើយការតស៊ូរបស់យើងកាលពីមុនណាអាបងណាសូមឯងយល់ឲ្យបានច្បាស់ណានេះគឺជាស្នាដៃរបស់យានជឿតាក់ទងអីនឹងឯងទៅអាបងណាឯងប្រហែលជាចំណាស្នាដៃរបស់យានជឿចង់បំភ្លេចស្នាដៃរបស់គេហ៎បងប្រុសបងយល់ច្រឡំហើយខ្ញុំមិនមែនជាមនុស្សមានកំណត់បែបនេះទេហើយខ្ញុំក៏មិនគិតអញ្ចឹងដែរលបងនិយាយព្រោះជាងទៅទៀតទៅមីងកុំនិយាយច្រើនពេកលិខិតចុះចាញ់របស់អ្នកទាំងអស់នោះនៅចំពោះមុខហើយគេលិលាក់ជាអក្សរនៅទីនេះយ៉ាងច្បាស់ក្រឡែតអ្នកក្លាហានទាំងឡាយមិនមែនជាកូនក្មេងអាយុ3ឆ្នាំទេគេមិនអាចប្រកាសចំពោះយើងបានឡើយប៉ុន្តែព្រះបិតាហើយចុះកិច្ចការនេះយើងជួយនិយាយទៀតទៅការទទួលជោគជ័យវាគឺជារឿងមួយដែលគួរត្រេកអរបន្តិចទៀតយើងនឹងចេញបញ្ជាឲ្យរៀបចំពិធីមួយដើម្បីជប់លៀងដល់បត្រារបស់យើងគឺយានជឿនិងយានប៉ាឯណាយានប៉ាមែនហើយឯណាយានប៉ាហ៎លោកចាលាវឆាប់ទៅតាមយានប៉ាមកយើងមានប្រទានសម្រាប់គេព្រះអង្គដឹកសូមព្រះបិតាកាត់ប្រទេសចុះថាម៉េចកាត់ប្រទេសយានប៉ាគេនៅពេលដែលពួកទូបង្គំត្រឡប់មកវិញធាតុអាកាសប្រែប្រួលហើយគេត្រូវស្លាប់ដោយសាររន្ទះបាញ់សូម្បីតែសាកសមក៏មិនមានដែរសូមព្រះបិតាទ្រង់ជ្រាបថាម៉េចព្រះបិតាជំចាស់លាវព្រះម្ចាស់បិតារបស់យើងយ៉ាងមិនដែរលោកគ្រូបែរថាគ្រាន់តែមានការតស៊ូតែប៉ុណ្ណោះទេសម្រាប់បានឆ្នាំប្រកាសជាលេខអីហើយណាប្រសានពិតជាប្រសានព្រះម្ចាស់បើគ្មានកិច្ចការអីទេទូបង្គំសំថ្លៃមកគុំលាអ่ะលោកម្ចាស់លាវលោកប្រាប់ខ្ញុំមកយើងបានស្លាប់ដោយសារតែមូលហេតុអីដូចជាព្រះម្ចាស់ទី3បានមានបន្ទូលអញ្ចឹងគឺស្លាប់ដោយសាររន្ទះបាញ់អ្នកផ្សេងៗមកវិញដោយសមត្ថភាពហេតុនេះបានជារន្ទះបាញ់តែគេម្នាក់ឯងអញ្ចឹងនិយាយការពិតមកនៅក្នុងសាវនាការយើងឃើញទឹកមុខរបស់លោកហាក់ដូចមានការចម្លែកណាយើងដឹងថាប្រកាសជាមានមូលហេតុអ្វីផ្សេងហើយលោកម្ចាស់ចាប់ប្រាប់យើងមកយានប៉ាស្លាប់ដោយសារតែមូលហេតុអីព្រះម្ចាស់សូមគុំខំទុំគុំអីទុំគុំមិនអាចនិយាយបានទេយានប៉ាជាបងមកការរបស់យើងមិនឲ្យគេស្លាប់ដោយគ្មានមូលហេតុនោះទេលោកម្ចាស់សូមលោកម្ចាស់និយាយការពិតមកខ្ញុំមិនលាក់ការមិនឲ្យណាដឹងពីរឿងនេះទេព្រះម្ចាស់រឿងនេះក្នុងចិត្តទុំគុំក៏មិនស្ងប់តែក្រាបទូលតែព្រះម្ចាស់ទី2ជាមនុស្សមានបតីមេត្តាទុំគុំមិនគួរលាក់បាំងទេការពិតព្រះម្ចាស់យានប៉ាគឺត្រូវព្រះម្ចាស់ទី3ធ្វើបានថាម៉េចកាត់ប្រគិនចឹងលោកម្ចាស់តែគេធ្វើបានយ៉ាងម៉េចខ្លះនៅទីនេះមិនអាចនិយាយគ្នាបានទេប្រយ័ត្នគេលឺណាព្រះម្ចាស់មកតាមទុំគុំមកចាំទុំគុំទូថ្វាយបាទហើយឯងបានជាឯងទៅធ្វើបាបយានប៉ាយ៉ាងនេះបងប្រុសកាលនោះខ្ញុំគ្រាន់តែនិយាយលេងធម្មតាតែមិនដឹងស្មានថាគេទៅឆ្លោះជាមួយនឹងផ្គររន្ទះទីបំផុតក៏ខ្លាចទៅជាអញ្ចឹងគេពិតជាមនុស្សល្ងងមែនតើយានប៉ាជាមនុស្សល្ងងតែយ៉ាងណាក៏ដោយគេជាបងការរបស់ឯងបងប្រុសតាមពេលរឿងនេះបើសិនជាគិតឲ្យជ្រៅទៅក៏ល្អម្យ៉ាងដែរតើបងប្រុសស្ដាប់ទាំងមូលថាឯងនៅថាល្អទៀតឬមួយថាយើងស្ដាប់ក៏មានប្រយោជន៍ដែរបងប្រុសមិនក៏លបងនិយាយអញ្ចឹងមកអង្គុយឲ្យស្ដាប់ខ្ញុំនិយាយចំសិនបងប្រុសខ្ញុំស្លាញ់លបងដូចជាយានប៉ាស្លាញ់ស៊ីមីងអញ្ចឹងថ្ងៃណាមួយពួកយើងមានដំណោះជាមួយគ្នាយានប៉ាប្រកាសជាមិនយកយល់ដល់ពួកយើងទេហើយច្បាស់ជាប្រឆាំងជាមួយនឹងយើងតែលើនេះយានប៉ាស្លាប់ទៅហើយនោះហាក់ដូចជាការដៃរបស់ស៊ីមីងមួយជំនាញចោលយ៉ាងអញ្ចឹងបើសិនជាថ្ងៃក្រោយពិតជាមានរឿងអ្វីកើតឡើងនឹងពួកយើងងាយស្រួលក្នុងការប្រែប្រាស់មែនមកស្មារតីគិតអញ្ចឹងសោះមិនបានទេអត់មានតែต้องចាំមកទេហើយបានចាក់ស្មៅយានប៉ាបងមិនក៏និយាយអញ្ចឹងដល់ពេលនេះទៅហើយឯងនៅតែលាក់មកការពិតទៀតការពិតគឺឯងបញ្ចប់យានប៉ាអត់ត្រូវតែបាច់ស្លាប់មែនទេអញ្ចឹងគឺបានន័យថាបងដឹងអស់ហើយមែនទេអ្នកណាប្រាប់បងគេលេងវិជ្ជាមែនទេមិនចាំបាច់ចង់ដឹងថាអ្នកណាប្រាប់យើងទេក្នុងនាមជាមនុស្សប្រុសយើងធ្វើគឺហ៊ានទទួលអង្គុយចោះសិនមកនេះជាការយល់ច្រឡំទេយល់ច្រឡំជីវិតមនុស្សម្នាក់អាចទុកថាជាការយល់ច្រឡំបានដែរក៏តែឯងនិយាយនេះទៅកើតខ្ញុំគ្រាន់តែនិយាយលេងធម្មតាតើមិនស្មានថាយានប៉ាគេឆ្លោះជាមួយនឹងរន្ទះហើយរន្ទះក៏បានគេស្លាប់តែម្ដងទៅតែប៉ុណ្្នឹងទេប៉ុន្តែយានប៉ាគេស្លាប់នេះដោយសារតែការបញ្ឆោតរបស់ឯងបញ្ឆោតគេឲ្យត្រូវរន្ទះមែនទេយានប៉ាគេមិនដឹងកន្លែងទៅចោះចំណែកឯងដឹងហើយហេតុនេះបានជាបញ្ឆោតគេទៀតឯងធ្វើគេស្លាប់បងថាម៉េចខ្ញុំធ្វើគេស្លាប់ការល្ងងរបស់យានប៉ាសូម្បីតែព្រះបិតាក៏មិនទុកថាគេជាកូនដែរបើសិនជាស្រុកអត់មានសង្គ្រាមទេពេលនេះគេប្រហែលជាជាប់ក្នុងទ្រុងឡើយទេយើងមិនគួរព្រឹកតែរឿងរបស់យានប៉ាធ្វើឲ្យថ្នាក់គ្នាទេតាមអត់យកស៊ីទៅអាចមកទៀតហេតុនេះបានជាឯងនិយាយពីបែបនេះទៅកើតយីគ្នាបងប្អូនឯងទេអាបងកុំមកខកខ្ញុំឯងស្ដាប់បងនិយាយមកសិនបានទេឥឡូវនេះយានប៉ាស្លាប់បាត់ហើយរឿងរ៉ាវក៏មិនអាចថយក្រោយវិញបានដែរបើសិនជាឯងចោលព្រះបិតាមានការជឿចាប់នោះអញ្ចឹងឯងយករឿងនេះទៅផ្សព្វផ្សាយនៅខាងក្រៅទៅអាចពិចារណាមើលខ្លួនឯងទៅ
បងប្រុសបងឃើញទេគេធ្វើអញ្ចឹងបាននេះធ្វើម៉េចទៅអាចចង់និយាយថាម៉េចអាចចង់អញ្ចឹងដូចជាយើងបានមែនទេលោកមិនតបមើលនោះបើកទ្វារទៅបើកទ្វារទៅបើកទ្វារបើកទ្វារ សូមព្រះជាម្ចាស់ជួយថែរក្សាបងលោកចិនឲ្យត្រឡប់មកវិញបានសិន នេះពីពីលោកមិនតបគាត់គាត់ លោកចិនគាត់ចាំទៅហើយ គាត់ត្រឡប់មកវិញហើយ អរគុណព្រះជាម្ចាស់យកទៅមើលគាត់ បានតោះ តបងស៊ីគាត់ចាំទៅហើយ គេមិនអីទេគ្រាន់តែរបួសសើស្បែកតែប៉ុណ្ណោះតែគេសម្លាប់បាត់ស្មារតីមិនទាន់ដឹងខ្លួនប្រហែលជាអស់កម្លាំងពេកឲ្យតែលេខឆ្នាំទៅពីថ្ងៃទៀតប្រហែលជាលេងអីហើយលោកម្ចាស់អញ្ចឹងគេនឹងដឹងខ្លួនឆាប់នេះនេះពីពីមើលលោកមិនតបដល់ទៅមើលតាមពីគាត់ត្រឡប់មកវិញបំពេចនៅជាប់ចង្កេះរបស់គាត់នោះគឺចិញ្ចៀមរហូតការពិតខ្ញុំចង់ស្រាយមើលដែរថានោះគឺជាស្អីប៉ុន្តែមិនស្មានថាគាត់បែកពួកយើងរហូតមិនឲ្យពួកយើងស្រាយទេពិតមើលហើយត្រូវរបួសហើយមិនព្រមឲ្យគេមើលបំពេចនោះទៀតតែបំពេចនោះជាស្អីទៅយើងមិនជឿថាគេវាយើងទេយើងចាប់មើលអូយស្លាប់ហើយទៅវាយខ្ញុំទៀតអូយយើងឈឺខ្លាំងដែរបំពេចនោះវាស្អីទៅ ដឹងខ្លួនហើយតបងដឹងខ្លួនហើយហ៎បងមិនអីទេបងវិលមកវិញជាការល្អណាស់អ្វីៗលែងអីទៅហើយនេះជាស្អី ក្បាលរបស់អ៊ីវិនប៉ា បងប្រុស របស់ខ្ញុំតិចមួយរបស់ណាទៅយើងឲ្យសម្រាប់សិនទៅ តែក្បាលងងយ៉ាងនេះហេតុអីបងទៅសម្លាប់អ៊ីវិនប៉ាតែម្នាក់ឯង ឲ្យទៅត្រូវការទោះជាអ្វីក៏ដោយបងមានរឿងអីត្រូវខ្លាចលាក់បោះជីវិតនោះបងដាច់ខាតត្រូវតែយកវាឲ្យបាន បងឡាចិន យើងឃ្លាតឆ្ងាយពីបាកាំងរយៈពេល1ខែរយៈពេលជា1ខែនេះការរស់នៅរបស់ប្រជារាស្ត្រយ៉ាងម៉េចដែរក្រាបទូលព្រះអង្គទូលបង្គំបានឲ្យគេទៅស៊ើបសួរពីស្ថានភាពរបស់ប្រជារាស្ត្រសូមព្រះអង្គសម្រាប់បានស្រួលចោះកិច្ចការនេះទូលបង្គំបានឲ្យគេចាត់ចែងរួចអស់ហើយឲ្យយើងរកស្ងៀមយ៉ាងម៉េចទៅការធ្វើសឹកលើកនេះមិនអាចទទួលជោគជ័យមិនអាចយកត្រាបញ្ជារាជការទូទាំងប្រទេសថ្ងៃក្រោយចង់ឲ្យប្រជារាស្ត្ររស់នៅដោយសុខសាន្តនោះមិនមែនជាការងាយទេព្រះអង្គឥឡូវនេះយើងបានស្លាប់បាត់ទៅហើយប្រទេសខាងអត់មានមេតបពូកែពួកយើងអាចមានសម្រុកចូលឆាកអានដាមយកត្រាបញ្ជានោះមកវិញក៏បានដែរក្រាបទូលទោះជាអញ្ចឹងក៏ដោយក៏ពួកយើងមិនត្រូវតក់កុហកយ៉ាងនេះពេកដែរត្រូវរងចាំដល់លោកមេតបឈិញនិងលោកមេតបល្អសម្រាប់បានស្រួលមានកម្លាំងឡើងវិញហើយចាំយើងរៀបចំកម្លាំងតបរបស់យើងជាថ្មីឡើងវិញព្រះអង្គទូលបង្គំយកថាបើសិនជាយើងពន្យាពេលនាំតែរឿងរ៉ាវវែងឆ្ងាយទេហើយធ្វើកងទ័ពបាក់ទឹកចិត្តរីឯមេដឹកនាំទាំងអស់នោះមើលទៅហាក់ដូចជាចោះចាញ់ជាមួយនឹងប្រទេសខាងតែពួកគេតែងតែមានគំនិតរបស់ពួកគេដដែលពង្រីកអំណាចរបស់ខ្លួនប្រឆាំងជាមួយនឹងលេយានបើសិនជាកងទ័ពរបស់យើងមិនពង្រឹងផ្ទៃក្នុងពួកគេនឹងធ្វើការឈ្លានពានយើងគ្រប់ពេលវេលាដល់ពេលនោះយើងគិតយ៉ាងម៉េចក៏ប៉ុន្តែព្រះអង្គបើសិនជាយើងនៅស្ងៀមដូច្នេះពួកគេប្រកាសជាមានពេលទៀតបងប្រុសរឿងនេះមិនអាចតែសាំពេកបានទេគួរធ្វើតាមព្រះតម្រិះរបស់ព្រះអង្គទៅម្យ៉ាងទៀតរងចាំលោកមេតបឈិញនិងលោកមេតបល្អជាសះស្បើយសិនទៅព្រះអង្គហើយបានហើយយើងសម្រេចចិត្តរួចទៅហើយម្យ៉ាងទៀតថ្ងៃនេះយើងមានរឿងមួយចង់ប្រកាសតែជាសៀវនៃរាជវង្សមុនមានគុណមកលើយើងការដែលនៅលក់យ៉ាងនោះយើងតាមរកគេឃើញឥឡូវនេះនាំគេមកវាកាំងយើងចង់តែងតាំងគេជាព្រះមហេសីរបស់យើងតើអស់លោកទាំងអស់គ្នាយល់ឃើញយ៉ាងម៉េចដែរទៅបងតាបងប្រុសលោកចាស់ស៊ីអ្នកទៅពីរកខ្ញុំមានការអីលោកអាម៉ាត់បងមានរឿងមួយយើងចង់សួរបញ្ជាក់លោកឲ្យបានច្បាស់លោកនិយាយទៅមើលគឺពាក់ព័ន្ធនឹងព្រះជាយេស៊ូវបងតាយើងតែចាំបានថាការដែលធ្វើដំណើរត្រឡប់មកវិញឯងស្រាប់តែបាត់ខ្លួនឯងជួយជូនដំណើរព្រះជាយេស៊ូវយើងមកវាកាំងដោយលួចលាក់មែនទេប៉ុន្តែពិតជាចឹងមែនបើសិនជាការពីព្រះជាយេស៊ូវមកវិញហេតុអីបានជាលក្ខការយ៉ាងនេះឬមួយក៏មានអាកំបាំងគ្មានអាកំបាំងអីទេតែស្ថានភាពពេលនោះស្មុគស្មាញខ្លាំងពេកបានជាខ្ញុំជម្រាបបងមិនទាន់ពិតជាចឹងមែនប៉ុន្តែណាខ្ញុំបានបន្តមានរឿងអីលាក់បាំងជាមួយបងប្អូនទាំងអស់គ្នានោះមិនមែនចឹងទេយើងនឹងចាំបានថាពេលនោះស៊ីលវីគឺនៅក្នុងដៃរបស់វ៉ាងស៊ីឆុងនៅឡើយតើឯងធ្វើយ៉ាងម៉េចឯងរកគេឃើញទៅបងប្រុសបងតាមសួរដេញដោលយ៉ាងនេះមានការសង្ស័យនឹងខ្ញុំមែនទេឬមួយក៏កុំឲ្យយើងច្រឡំមិនសោះយើងគ្រាន់តែបញ្ជាក់ឲ្យច្បាស់តែប៉ុណ្ណោះទេខ្ញុំយល់ហើយហើយដូច្នេះហើយបានជាព្រះអង្គមិនឆ្លៀតពេលវេលោកលក់យ៉ាងហើយប្រញាប់ដកតបទុំចាស់ស៊ីបាននេះថងអ្វីលោកបានបងប្រហែលជាលាក់បាំងនៃយើងទាំងអស់គ្នាចរចាជាមួយនឹងវ៉ាងស៊ីថងហើយយកលក់យ៉ាងដូចជាមួយនឹងស៊ីលវីមែនទេនោះគឺជាព្រះវិជារបស់ព្រះអង្គបងតាឯងមកពីហើយឯងពិតជាមនុស្សចង់ផ្សិតមែនឯងដឹងថាលក់យ៉ាងមានសារៈសំខាន់ប៉ុណ្ណាទេបែរជាលះបង់តំបន់ដ៏សំខាន់ព្រោះតែស្រីម្នាក់ឯងដូចជាលំស្ទែយ៉ាងចឹងលោកមិនតបថានសូមនៃការគួរសមអតិថផងឯងម្យ៉ាងទៀតព្រះបញ្ជារបស់ព្រះអង្គក្នុងនាមជាមន្ត្រីដាច់ខាតត្រូវតែគោរពព្រះអង្គហេតុរបស់ឯងសម្លឹងឃើញតែព្រះអង្គទេរឿងសំខាន់យ៉ាងនេះឯងមិនពិភាក្សាជាមួយបងប្អូនតើការរាប់អានរបស់យើងពីមុនវាទៅណាអស់ហើយលោកមិនតបថានសូមលោកយល់បានច្បាស់ឥឡូវនេះស៊ឺវៃគឺជាប្រទេសមួយ
មិនមែនជារបៀបរស់នៅដោយការនៅក្នុងតំបន់នោះទេបាទយើងទាំងអស់គ្នាយល់ថាលីមីគឺជាព្រះអង្គទៅហើយយើងត្រូវតែគោរពតាមព្រះបញ្ជារបស់គេបើមិនជាយើងចង់រស់នៅរបៀបកាលពីមុនធ្វើការដោយកាលពីមុននោះតែយើងក៏សាងប្រទេសមួយធ្វើអីទៅហើយប៉ុតាំងបើជារបស់ព្រះអង្គមានខុសមានត្រូវពួកយើងត្រូវតែពិចារណាមិនមែនគេតែស្ដាប់នោះទេលោកម្ចាស់ស៊ីខ្ញុំបានប៉ុតាំងដឹងច្បាស់ណាស់ព្រះបញ្ជារបស់ព្រះអង្គត្រូវតែគោរពប៉ុតាំងឯងផ្លែកពេកហើយបងប្រុសតែខ្ញុំមានអ្វីផ្លែកទៅក្នុងចិត្តរបស់ខ្ញុំគឺនៅតែដដែលនៅតែដោយកាលពីមុនអញ្ចឹងខ្ញុំមានអារម្មណ៍កតេដូចកាលពីមុនគ្មានការប្រែប្រួលទេឧត្តមគតិរបស់ឯងជាអ្វីទៅឧត្តមគតិរបស់ឯងគឺយកតំបន់ដ៏សំខាន់របស់ប្រទេសជាតិទៅដោះដូរយកស្រីម្នាក់ទៅវិញវាមិនខុសប្លែកពីព្រះអង្គមិនដឹងអីមន្ត្រីមិនដឹងខ្យល់ទេបងចង់ថាខ្ញុំជាមន្ត្រីល្ងងណាយ៉ាងម៉េចបានហើយកុំឲ្យព្រោះតែរឿងនេះធ្វើឲ្យថ្នាក់ដល់បងប្អូនឯងអសោះណាតែសានហ្វុងស៊ីខ្ញុំនេះគ្មានបងប្អូននេះជាបោះតាំងដែលមិនស្គាល់ពីការងារសំខាន់នោះទេលោកមិនតបលោកឈិញដល់ខ្លួនឡើងវិញហើយមែនបានឥឡូវឡើងតែយកទៅសុប៉ា ដឹងខ្លួនហើយសុប៉ាដឹងខ្លួនហើយចាជីងខ្ញុំដេកតាំងពីថ្មបានឯងbiết đượcទេឯងស្លាប់បាត់ស្មាត់ដេកយូរថ្ងៃហើយពួកយើងទាំងអស់គ្នាបារម្ភពីឯងដែរសុប៉ាអើយលោកបងសុប៉ាដឹងខ្លួនហើយសុប៉ាអីទេសុប៉ាឯងមិនទេតែទាំងអស់គ្នាបារម្ភខ្ញុំយ៉ាងនេះខ្ញុំសូមអរគុណហើយកូនសម្រាប់ស្រួលបួលទៅតែជាកុំអាចធ្វើអីសោះសុប៉ារត់បួលរបស់ឯងពួកយើងទាំងអស់គ្នាបារម្ភខ្លាំងណាស់អ្នកដែលយកចិត្តទុកដាក់នឹងឯងបំផុតគឺគេមិនទាន់មកទេឯងអាចជាឡើងវិញគឺដោយសារតែយ៉ងបើសិនជាមិនគេផ្ដោតឈាមឲ្យឯងប្រហែលជាមិនរស់ឡើយឥឡូវនេះយើងពិតជាទុនខ្សោយខ្លាំងណាស់ទេខ្ញុំមិនទៅសង្ងំចានេះទេខ្ញុំទៅមើលនាងមកផ្លែសិនហីឯងកុំអាក់ខ្លាំងអីបើសិនជាមានរឿងអីយ៉ាងម៉េចយ៉ាងម៉ាទៀតនោះតើបានអ្នកណាបរិច្ចាគឈាមឲ្យឯងទៀតទៅចាជីប្រាប់ខ្ញុំមកតើរឿងនេះយ៉ាងម៉េចខ្លះលោកម្ចាស់ស៊ីក៏មានមធ្យោបាយមួយគឺហៅថាឈាមសង្គ្រោះឈាមប៉ុន្តែរោគឈាមមហោឯងនោះពិបាកមែនទេមិននឹកស្មានថាឈាមរបស់ឯងពិបាករោគណាស់នៅស្រុកវ៉ាកាំងទាំងមូលគ្មានអ្នកណាមានឈាមប្រភេទដូចឯងទេវាតែពីរនាក់គាត់គឺលីមីហើយនឹងយ៉ងត្រូវហើយតែលីមីគេខ្លាចស្លាប់គេបរិច្ចាគឈាមបានតែបន្តិចទេតែនាងយ៉ងមិនគិតពីការគ្រោះថ្នាក់ដល់ខ្លួនឯងនាងបរិច្ចាគឈាមទៅឲ្យឯងច្រើនណាស់អ្វីត្បិតថាយ៉ងជាស្រីទុនខ្សោយតែព្រោះតែឯងគេមិនគិតដល់គ្រោះថ្នាក់របស់ខ្លួនឯងសូម្បីតែពួកយើងក៏មានការរំភើបដែរដូច្នេះនៅពេលដែលឯងជាកុំភ្លេចទៅអរគុណគេផងណាសុប៉ាគេនិយាយថាម៉េចឯងស្ដាប់ឬទេតាមពិតក្នុងចិត្តឯងគិតយ៉ាងម៉េចនោះម៉ែយល់ហើយក្នុងនាមជាមនុស្សប្រុសមានកិច្ចការខ្លះមិនត្រូវលាក់ទុកក្នុងចិត្តទៀតទេត្រូវតាំងចិត្តឲ្យក្លាហាននិយាយចេញមកឥឡូវនេះម៉ែក៏មិនចង់និយាយអ្វីវែងឆ្ងាយដែរកូនត្រូវចាំថាយុគនេះគេជាអ្នកជួយសង្គ្រោះជីវិតកូនត្រូវល្អនឹងគេទៅម៉ែកុំអារម្មណ៍ខ្ញុំមិនចង់ចាំចិត្តនេះអូនណានិយាយចឹងមិនឃើញកំពង់ឈិនហើយនៅពេញឡោឈិនគេបានសម្រាប់អ៊ីវិញប៉ាហើយកាត់ក្បាលមកទៀតផងតែគេមានរបួសធ្ងន់ធ្ងរពេញនៅមើលថៃគេរាល់ថ្ងៃសូម្បីតែខ្ញុំជាបងប្រុសក៏គេមិនរវល់ដែរគេទាំងពីរអ្នកពិតជាស្រឡាញ់គ្នាណាស់លោកបងដឹងទេលោកបងមិនត្រូវប្រកាន់ពេកទេលោកបងគួរតែបដោតទីខ្លះទៅយ៉ាវជីងលោកទៅតបសាននិស័យស្រេចតែលើទេវតាកំណត់មកទេឡោឈិនជាអ្នកក្លាហានបីក្មេងចំណែកពេញយកចិត្តទុកដាក់នេះក៏ជារឿងល្អម្យ៉ាងដែរខ្ញុំបានធ្វើអ្វីដែលខ្ញុំបានធ្វើហើយតែនាងគួរតែគិតពីអ្វីដែលនាងសន្យាជាមួយខ្ញុំសន្យាអីទេហ៎គឺនាងជាអ្នកនិយាយដោយខ្លួនឯងតាអ្នកណាយកក្បាលរបស់អ៊ីវ៉ាន់ប៉ាមកប្រគល់ឲ្យនាងនឹងថែទាំគេអស់មួយជីវិតនាងជាអ្នកនិយាយដោយខ្លួនឯងមិនគួរភ្លេចទេខ្ញុំមិនភ្លេចទេប៉ុន្តែខ្ញុំក៏ចង់សួរបងដែរបើសិនជាថ្ងៃនេះអ្នកដែលយកក្បាលអ៊ីវ៉ាន់ប៉ាមកមិនបងនោះខ្ញុំគិតយ៉ាងម៉េចទេអញ្ចឹងខ្ញុំត្រូវរៀបការជាមួយមនុស្សដែលខ្ញុំអត់ស្រឡាញ់ហើយមនុស្សដែលនាងមិនស្រឡាញ់អញ្ចឹងមនុស្សដែលនាងស្រឡាញ់គឺជាអ្នកណាទៅខ្ញុំនៅជាមួយនាងយូរហើយដូចជាមិនដែលឮនាងនិយាយសោះខ្ញុំស្រឡាញ់មនុស្សម្នាក់គេចូលចិត្តខ្ញុំបង្ហាត់វិជាគុណដល់ខ្ញុំឲ្យអាក្រក់ការពារដល់ខ្ញុំរួចហើយព្រោះតែយកក្បាលអ៊ីវ៉ាន់ប៉ាឲ្យខ្ញុំអាចជិះបោះពេញខ្លួនហើយគេសម្រាប់នៅលើគ្រែពេញអាយបងប្រចាំតិចកុំឲ្យសោះណារៀបការជាមួយខ្ញុំទេឥឡូវនេះមិនបានទេហើយនេះក៏មិនបាននៅពេលដែលបងជាហើយយើងទាំងអស់គ្នានឹងនិយាយជាមួយបងប្រុសគាត់ជាចាស់ទុំរបស់យើងទោះយ៉ាងណាត្រូវតែជំរាបគាត់មួយម៉ាត់សិនដែរបានឥឡូវខ្ញុំជាហើយបងយើងទៅណាបងចង់ធ្វើអីហ្នឹងក៏មិនខំពេកបានទេបើសិនជាបងមិនថែខ្លួនឲ្យល្អទេខ្ញុំមិនទៅនិយាយជាមួយបងប្រុសខ្ញុំទេបានពេញថ្ងៃក្រោយខ្ញុំក៏ស្ដាប់នាងដែរបងប្រុសលបងសានថ្ងៃនេះខ្ញុំនៅពេញមកគឺមានការចង់ពិភាក្សាជាមួយលបងបានគិតចាំមកឡោះឈិនកាលពីមុនពួកយើងមានដំណោះច្រើនណាស់គ្រួសាររបស់យើងស្លាប់ទាំងអស់គឺសុទ្ធតែតាក់ទងជាមួយឪពុករបស់ឯងបងប្រុសយើងក៏ដឹងដែរឪពុករបស់ឯងឡោអ៊ីធ្វើយ៉ាងនេះគឺមកពីគេមានទូនាទីរបស់គេហើយបើសិនជាឯងវិញឯងក៏ធ្វើដូច្នេះដែរ
ហើយម្យ៉ាងទៀតនោះឪពុករបស់ឯងមកជួយធ្វើបន់ឲ្យគ្រួសារយើងតែមូលចំណែកឯងតាមសម្រាប់អ៊ីវ៉ាន់ប៉ាយកក្បាលមកវិញទុកថាជួយសងសឹកឲ្យគ្រួសារតកូសារួចទៅហើយគំនុំរបស់គ្រួសារយើងចាប់ត្រឹមនេះចុះបាក់ប្រាស់ក្នុងនាមជាស្រីសំខាន់បំផុតគឺរកឲ្យឃើញមនុស្សដែលគេស្រឡាញ់ខ្លួនឯងយើងបានដឹងច្បាស់ហើយអូស្រីរបស់ខ្ញុំនេះបានរកឃើញសុភមង្គលរបស់នាងទៅហើយអរគុណលោកបងសានថ្ងៃនេះខ្ញុំឡោឈានសូមសបអរថាប្រកាសជាយកចិត្តទុកដាក់ស្រឡាញ់ពីពេញមិនឲ្យនាងមានការខ្វះខាតទេប្រសើរណាស់ក្រោកឡើងមកក្រោកឡើងណែឡោឈានយើងប្រកល់ពីទៅឲ្យឯងហើយទៅបាក់ប្រាស់ពីអ្នកណាហ្នឹងគឺខ្ញុំណាចេញចូលមកយ៉ងយ៉ងអ៊ំស្រីរបស់ឈីងចាំមិនខ្ញុំបានធូរហើយនៅខ្ញុំបានធូរច្រើនហើយខ្ញុំអរគុណអ៊ំមិនបានជានាងគួរសមយ៉ាងនេះហេតុតែនាងធ្លាក់ខ្លួនឈឺគឺមកពីជួយស៊ូប៉ាវឥឡូវនេះគេបានជាហើយខ្ញុំត្រូវតែឲ្យគេមកអរគុណនាងណាអ៊ំស្រីក៏មានប្រសាសន៍ចឹងអីជីវិតខ្ញុំក៏របស់ឈីងជួយសង្គ្រោះដែរជួយបន្តិចបន្តួចនេះជារឿងធម្មតាទេនាងពិតជាកូនចិត្តល្អមែនចំណែកយើងបើសិនជាមានកូនស្រីល្អដូចជានាងចឹងជាការប្រសើរណាស់អ៊ំស្រីបានហើយពួកឯងនិយាយគ្នាចុះយើងទៅធ្វើស្អីឲ្យនាងហូបណាយ៉ងរបស់ឈីងជំងឺបងបានធូរហើយហ៎ខ្ញុំដឹងថាបងដឹងខ្លួនហើយប៉ុន្តែខ្ញុំមិនតាន់ជាស្រួលមិនអាចទៅមើលបងបានយ៉ងនេះកុំនិយាយចឹងអីបើសិនជាគ្មាននឹងជួយខ្ញុំទេនោះខ្ញុំក៏ប្រហែលជាមិនរត់ដែររបស់ឈីងកុំនិយាយចឹងទៀតអីណាកាលនោះបងក៏ចឹងដែរព្រោះតែសងសឹកឲ្យខ្ញុំបងបែរជាយ៉ងម្ដងនេះខ្ញុំសងសឹកឲ្យពុករបស់នាងបានហើយសម្បត្តិរបស់ខ្ញុំក៏មានការប្រែប្រួលដែរមែនទេនៅក្នុងសម្បត្តិរបស់ខ្ញុំបានឃើញនាងបថុយស្លាប់ដើម្បីជួយខ្ញុំនៅក្នុងសម្បត្តិនោះខ្ញុំឃើញថានាងដូចជាគេឆ្ងាយពីខ្ញុំណាខ្ញុំតាមចាប់ខ្លួននាងប៉ុន្តែខ្ញុំចាប់ដៃនាងមិនចប់សោះនេះម្ដងនោះខ្ញុំក៏បានចាប់ដៃរបស់នាងជាប់ក្នុងចិត្តរបស់ខ្ញុំហាក់ដូចជាមានភាពនឹងណរបស់ឈីងដូចជាគួរសមពេកហើយខ្ញុំនិយាយសពនោះដូចជាការប៉ិនអញ្ចឹងជីវិតរបស់ខ្ញុំគឺនាងយកឈាមមកបដូរមែនស៊ូប៉ាឡាសូបទូដាជាសមាជិកពីចូលមកពីគួរគ្នាពួកឯងកុំបង្កើតអីទេសមាជិកអីទៅជួយអ៊ីងកាត់កូនប្រុសមែនទោះជាជួយអ៊ីងកាត់កូនប្រុសខ្ញុំក៏ខ្ញុំមិនសោយដែរបានជប់សាច់ទៅកុំលាក់បាំងអីមានរឿងយ៉ាងឡើងទៅគេតែពីរនាក់អីចិត្តរៀងការហើយគួរតែសមាជិកមែនទេប៉ុន្តែហើយលបងសានគាត់ក៏យល់ព្រមដែរអាបងបងសុំអបអរសាទរតែរឿងនេះគួរត្រេកអរណាស់នេះគេតែពីរនាក់ជាគូតែគ្នាខ្ញុំនឹងជួយអ៊ីងក៏ជាគូតែគ្នាចំដៃឯងហើយបដនេះខ្ញុំធ្វើជាមានដាក់ឲ្យចុះយ៉ាងម៉េចដែរទៅយ៉ាងខ្ញុំប្រែប្រាស់ខ្ញុំថយចេញតែយ៉ងអ្នកនាងយ៉ងខ្ញុំនៅចាំថាជីវិតរបស់នាងគឺស៊ូប៉ាវសង្គ្រោះអ្វីហើយយើងក៏បានជួយសង្គ្រោះជីវិតស៊ូប៉ាវវិញដែរជីវិតជួយជីវិតខ្លាយទៅជាជីវិតមួយថ្មីអូយថ្ងៃនេះយើងទាំងអស់គ្នាមិនអាចប្រឆាំងព្រមនិខិតបានទេខ្ញុំគិតថាមានតែផ្លូវមួយទេគឺរៀបការចាជីកុំចេះប្រែប្រាស់អីឯងជាមនុស្សចម្លែកហើយត្រង់ណាក៏ប៉ុន្តែចំពោះស្រីវិញអាចសភាពរៀបសារមួយយ៉ាងទៀតវាជាគុណរបស់គេអស្ចារ្យណាស់រូបរាងក៏សង្ហាទៀតផងបើខ្ញុំជាស្រីវិញខ្ញុំស្វាក់ជរៀបការជាមួយគេបាត់ទៅហើយដែរយ៉ងបងសុប៉ាឆាំនិយាយទៅនេះជាការអស់សម្រាប់បងណាស៊ូប៉ាវឆាំនិយាយព្រាមទៅយ៉ងខ្ញុំអ្នកទាំងអស់គ្នាកុំនិយាយអីទៀតខ្ញុំបានសម្រេចចិត្តថាក្នុងជាតិនេះខ្ញុំនៅម្នាក់ឯងបងចង់ហេតុអីបានច្បាស់និយាយដូច្នេះបងត្រូវតែបានច្បាស់ណាអ្នកទាំងអស់គ្នាខ្ញុំនិយាយទៀតតើខ្ញុំអស់កម្លាំងណាស់ខ្ញុំត្រូវការសម្រាប់សុំនាំរបស់ឈីងទៅវិញតើចានេះបងសម្រាប់ចាប៉ុន្តែចិត្តខ្ញុំមើលបងម៉ែនៅក្នុងចិត្តរបស់ចង់នេះស្មោកមកមួយដាក់មិនអាចជប់បានស្មោកឡេម៉ែខ្ញុំអាចជម្រាបបានម្ដងរួចហើយខ្ញុំខ្លាចក្រែងនិយាយពាក្យនោះចេញមកទី1ខ្លាចធ្វើឲ្យយ៉ងមានការជឿចាប់ម្ដងទៀតទី2ខ្លាចម៉ែដឹងរឿងនេះហើយម៉ែមិនអាចទទួលនាងបានយើងធ្លាប់លើយ៉ងនិយាយខ្លះដែរតើអ្វីទៅដែលធ្វើឲ្យនាងមានការជឿចាប់យ៉ាងនេះកាត់នៅលូចិននាងត្រូវអ៊ីមិនជីធ្វើឲ្យម៉ាត់មុខនាងក៏ចាក់សម្រាប់ខ្លួនឯងធ្វើខ្លួនឯងមានរបួសរហូតដល់មិនអាចមានកូនបានថ្មីក្រែងមកទៅសម្រាប់យ៉ាងគាត់មិនបានសម្រេចក៏ត្រូវពួកអាចចំសៀទាំងអស់នោះធ្វើបានព្រមលុបនាងដូច្នេះតាំងពីពេលនោះមកនាងសុខចិត្តរស់នៅម្នាក់ឯងមិនទទួលការស្រឡាញ់របស់អ្នកណាទេនេះគឺជាមនុស្សធម្មតាយល់ឃើញនោះទេប៉ុន្តែពួកយើងត្រូវសួរឲ្យបានច្បាស់តើឯងហ៊ានទទួលយ៉ងទេនេះជារឿងឧបមាកូនរបស់នាងខ្ញុំស្រឡាញ់យ៉ងទូនាងយ៉ាងណាក៏ដោយក៏ខ្ញុំទទួលនាងដែរជាការងាយណាស់សុប៉ាយ៉ងមានជំងឺផ្លូវចិត្តមិនចាំបាច់រកថ្នាំព្យាបាលទេគឺត្រូវការមនុស្សម្នាក់ជួយបញ្យល់បន្ថែមម៉ែឮថាកូនយល់សប្តិចាប់ដៃរបស់យ៉ងហើយនាងមិនជំទាស់នោះបានន័យថាយ៉ងក៏ស្រឡាញ់ឯងដែរហេតុនេះហើយក៏មិនត្រូវដកដៃទេឥឡូវចេះចោះទុកឲ្យម៉ែទៅនិយាយជាមួយគេបានស្រួលបួលបញ្ចុះចូលគេទៅមើលសុប៉ាត្រូវចាំសម្ដីរបស់ខ្លួនឯងម៉ែកុំធ្វើដូច្នេះអីក្នុងចិត្តរបស់ឯងមានការជឿចាប់គ្មានពេទ្យណាព្យាបាលទេតែនាងត្រូវការមនុស្សម្នាក់ឲ្យនាងរៀបរាប់ឲ្យអស់រឿងនេះនាងលាក់ទុកក្នុងចិត្តយូរឆ្នាំហើយហេតុនេះហើយបានជាមានជំងឺរ៉ាំរ៉ៃយ៉ាងនេះអ៊ំស្រីរឿងនេះរបស់បងជីងបានប្រាប់អ៊ំអស់ហើយមែនទេណែ
ឯងប្រាប់អ៊ំស្រីអស់ទៅមើលអ៊ំស្រីប្រកាសជាអាចជួយដល់ឯងបានណាពួកគេមកដល់កៅអៅខ្ញុំម្នាក់គេបានសម្ដៅមករកខ្ញុំខំស្រ័យខ្ញុំខំបោះគេតែគ្មានaiមានធម៌មេត្តាទេជួយផងកុំកូនសម្លាញ់កូនចំចោះខ្ញុំមិនអស់ចិត្តទៅការចូលសោករបស់ឯងខ្ញុំមិនទាន់អស់ទេនៅមានមនុស្សម្នាក់ជួយសង្គ្រោះឯងពីដៃមនុស្សអាក្រក់នោះឯងភ្លេចហើយមែនទេគឺសុបាយជាអ្នកជួយខ្ញុំមែនហើយឯងភ្លេចហើយក្នុងភាពងងឹតនោះគឺមានរស្មីរឿងនេះមិនអាចបំភ្លេចបានទេតើខ្ញុំអាចចាត់ទុករឿងទាំងនេះថាគ្មានកើតឡើងបានទេនោះជាសម័យសង្គ្រាមច្បូកច្បល់សំបីជីវិតខ្លួនឯងក៏មិនហ៊ានធានាថាគង់វង្សដែរឯងមានឃើញប្រជារាស្ត្រកំពុងតែជីកព្រែកទេនោះនៅចំពោះមុខប្រជារាស្ត្រដែលគ្មានសម្លៀកបំពាក់នោះក៏ដោយសារតែសភាពតឹងតែងនឹងតច្រកដែរអូយចាក់ជីណាណែមកលោកគ្រូបែកូនប្រសាខ្ញុំចាំមិនទៅហើយមិនអីទេសុខភាពរបស់គេល្អណាស់កុំបារម្ភអីប្រសាណាយ៉ាងជីណាជួយដំណើរលោកគ្រូបែទៅលាម៉ែអូយកូនសម្រាប់ទៅណាកុំកម្រើកអូយពិតជាប្រសាណាជួយអ៊ីណាកូនខំសម្រាប់ឲ្យបានច្រើនទៅណាកុំខំប្រឹងងើបតើអូយម៉ែប្រុសម៉ែជួយតែជាបញ្ញាប់មកធ្វើអីម៉ែព្រោះតែបារម្ភនឹងជួយអ៊ីណាណែយាយជីជួយអ៊ីមានទម្ងន់កូនត្រូវតែកំដរនាងឲ្យបានច្រើនកុំតែណាញឹកញាប់ពេកចរិតនាងមិនល្អទេតែកូនចាំបាច់ត្រូវតែខំទ្រាំម៉ែខ្ញុំដឹកហើយម៉ែមិនទាន់បានជាស្រួលបួមកសម្រាប់ទៅអូមួយថ្ងៃឲ្យម៉ែសម្រាប់អញ្ចឹងណាធុញទ្រាំណាបើសិនជាម៉ែមិនបានឃើញមុខចៅម៉ែស្លាប់ទៅបាត់ភ្នែកមិនជិតទេកុំមានប្រសាយើងទៅមើលវាមិនមែនជារឿងល្អទេអូបានហើយម៉ែជុំនិយាយទៀតហើយយើងនិយាយពីចៅដ៏ធាត់របស់យើងណាចាយជីណាកូនមាននឹកឃើញឈ្មោះដាក់ឲ្យចៅរបស់ម៉ែទេខ្ញុំតោះគិតទេកូនប្រុសឯងនេះកូនចិត្តកាត់ទៅហើយចិត្តខ្លាចជាពុកគេទៅហើយមិនតរកឈ្មោះដាក់កូនទៀតមិនថាខ្ញុំមិនគិតទេតែខ្ញុំវាមិនចេះតែសអូជួយយ៉ាងណាអូជួយឲ្យកូនបានកូនមិនចេះសព្រោះថាមិនដែលទៅរៀនអញ្ចឹងម៉ែទៅជួបលោកម្ចាស់ស៊ីម៉ែទៅពិភាក្សាជាមួយលោកម្ចាស់ស៊ីក៏បានដែរណាមិនដែរតែកុំបាក់តកហាពេកឲ្យសោះប្រហែលខែទៀតទៅកូននិយាយអញ្ចឹងម៉ែមិនមែនថាមិនជាស្រួលបួលនោះទេម៉ែដកដង្ហើមមិនរួចទៅបានន័យថាម៉ែស្លាប់បាត់ទៅហើយកុំព្រួយនឹងម៉ែកុំមានប្រសាអញ្ចឹងតែមើលខ្ញុំបានថាម៉ែមានជីវិត100ឆ្នាំម៉ែជួយរកជួយកូនខ្ញុំអាចារ្យបានម៉ែជប់និយាយហើយតើយើងគួរតែដាក់ឈ្មោះអីឲ្យចៅរបស់ម៉ែដើម្បីឲ្យឈ្មោះនេះពីរោះយ៉ងអត់ស្រីរបស់ជីងយ៉ងខ្ញុំកូនប្រុសរបស់ខ្ញុំនេះស្អីក៏គេពូកែដែរតែចំពោះមនុស្សដែលគេស្រឡាញ់គេហាមាត់ស្ដីមិនរួចទេយ៉ងកាលពីថ្ងៃមុនណាអូនស្រីបាននិយាយជាមួយឯងត្រូវពិចារណាយ៉ាងណាទៅយ៉ងខ្ញុំចង់កំដរនាងមួយជីវិតតែនាងយកព្រមទេយ៉ងឆាប់និយាយទៅស៊ូប៉ាកំពុងតែរងចាំចម្លើយឯងណាម៉ែជួយរៀបចំឲ្យកូនទៅស៊ូប៉ាកូនស្មាត់ឬទេយ៉ងហើយយើងថាម៉ែហើយយ៉ងយល់ព្រមហើយអ្នកទៅពីក៏ចូលមកដែរអបអសាទរមិនបានជាអ្នកទៅពីចូលមកទីនេះអត់ស្អីក៏ជាអ្នករៀបចំដល់គាត់ផ្ទះដៃព្រាមពួកយើងក៏ចូលមកអបអត់តែម្ដងមែនហើយកុំទៅតល់អីណាចាប់ដៃគ្នាទៅលោកវិតបចិនខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាត្រៀមលក្ខណៈផ្លូវចិត្តពីព្រោះថាជំងឺរបស់ម្ដាយលោកពេលនេះប្រហែលជាទប់ទល់មិនបានយូរទេលោកចောက်ជីថាមិនលោកនិយាយថាលោកជាគ្រូពេទ្យទេគាត់ជាម្ដាយតែមួយគូរបស់ខ្ញុំធ្វើជាដាប់ជាបាជាទៅបាទយ៉ាជីងស្ដាប់អ៊ំស្រីណាឯងត្រឹមតែចឹងទៅលោកគ្រូពេទ្យសូមជួយមើលគាត់ស្រួលបួលផងតើមានជួបបាយណាផ្សេងទេអ្នកស្រីខ្ញុំប្រឹងប្រែងអស់លទ្ធភាពទៅហើយសូមមេត្តាអភ័យទោសលោកគ្រូពេទ្យខ្ញុំសូមវល់ទោះជាដាជួយម្ដាយខ្ញុំផងខ្ញុំសូមវល់លោកគ្រូពេទ្យព្រះអង្គលោកមេតបឈិញជេរមកដល់ហើយឆាប់ជិះគេចូលមកលោកមេតបសូមជើញថ្វាយបង្គំព្រះអង្គមកចាំឲ្យគូសំទេ
ខ្ញុំម្ចាស់ក្រាបថ្វាយបង្គំព្រះអង្គ គឺអ្នកស្រីឈិញទៅអនាគតនេះមែនទេនាងគឺជាស្រីខ្លួនមួយចង់ទៅសម្រាប់យ៉ាក់ព្រមទាំងធ្វើឲ្យបន្ត្រីទាំងឡាយប្រថុយគ្រោះថ្នាក់ទៅជួយនាងនៅទីលានប្រហារជីវិតថ្ងៃមុននោះមែនទេ អរគុណព្រះអង្គ តោះប្រសង្ហាជួបនឹងស្រីសុភាពរៀបផ្សារបស់សូមចេញអង្គុយអរគុណព្រះអង្គ ព្រះអង្គលោកមានតាឈីងមកហើយមែនទេ បែរណាមកចាំពេលដល់ណាចាំយើងណែនាំមកស្គាល់ណាម្នាក់នេះគឺម្ចាស់ស្ត្រីអនាគតនៃប្រទេសវេរបស់យើងម្នាក់នេះគឺលោកបេតតឈិញហើយម្នាក់នេះគឺអ្នកស្រីឈិញទៅអនាគតណាឈិញសុប៉ាវសូមថ្វាយបង្គំព្រះជាយា ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះជាយាមិនអាចគួរសមទេ អរគុណ លោកមានតាឈីងពិតជាប្រកែកណាស់ជ្រើសរើសស្រីដ៏កំពូលស្អាតដូចជានាងយ៉ាងនេះទោះជានៅក្នុងរាជវាំងរបស់ព្រះអង្គមុននោះក៏មិនដែលមានស្រីណាស្អាតដូចជាអ្នកស្រីឈីងយ៉ាងនេះដែរលោកមានតាឈីងពិតជាមានសំណាងល្អណាស់ អរគុណព្រះជាយាបាទហើយកុំកាត់ទៅពេលនិយាយនាំគ្នាហូបអីសិនតាសូមចេញអង្គុយចេញអង្គុយលោកបេតតឈិញអង្គុយទៅហើយលោកបេតតឈិញមិនក៏មិនអង្គុយទៅក្រាបទូលោកបេតតឈិញលោកពិតជាចង់រៀបការជាមួយនឹងនាងលីយ៉ុងចុងមែនតែយើងគិតថាលោកគួរតែជ្រើសរើសផ្សេងទៅល្អជាងឬអ្នកផ្សេងហេតុអីទៅលោកបេតតឈិញក្នុងឋានៈលោកជាមេតបប្រមុខនៃប្រទេសស៊ូវីយកប្រពន្ធគួរតែស្រីសុភាពរៀបសាទទុនខ្លួនហើយបរិសុទ្ធស្រីនៅក្នុងលោកមានច្រើនណាស់ហេតុអីបានជាលោកទៅដណ្ដឹងនាងលីយ៉ុងចុងធ្វើជាប្រពន្ធព្រះអង្គទុំគុំនៅតែមិនយល់ហេតុអីបានជាទុំគុំមិនអាចរៀបការជាមួយនាងបានហើយមានអីតាក់ទងជាមួយឋានៈមេតបប្រមុខទៅយើងមិនចង់រៀបរាប់វែងឆ្ងាយនោះទេយើងក៏ដឹងហើយលីយ៉ុងមានរឿងអាក្រក់ដែលមិនអាចឲ្យគេដឹងបានបើសិនជាលោកមេតបឈិញចង់រៀបការជាមួយនាងនោះវាប្រកាសជានាំមកនូវពីអាក្រក់ជាច្រើននៅក្នុងរាជការគេនៅថាលោកមេតបប្រមុខនៃប្រទេសស៊ីវីមិនគ្រប់ច្បាប់ទម្លាប់មេតបប្រមុខមិនចេះអាម៉ាស់មុខតែវាប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិប៉ះពាល់ដល់កិត្តិយសរបស់យើងទៀតផងហើយថ្ងៃក្រោយតើនរណាគ្រប់ភាពស្អាតស្អំទៀតព្រះអង្គបានពាក្យចាំអារ៉ាំពីណាមកជាពាក្យចាំអារ៉ាំឬមួយយ៉ាងណាលោកខ្លួនឯងដឹងច្បាស់ណាស់លោកមេតបឈិញដើម្បីអនាគតរបស់យើងសូមលោកឈប់មានកំណត់ដណ្ដឹងនាងលីយ៉ុងទៅបើមិនចឹងទេយើងនឹងចេញវិជាបដិសេធនៅមង្គលការនេះព្រះអង្គទុំគុំហើយនឹងយ៉ុងស្លាញ់គ្នាឲ្យស្មោះយ៉ុងមិនមែនអាក្រក់ដូចជាពាក្យចាំអារ៉ាំទេហេតុអីបានជាព្រះអង្គជឿស្នេហ៍របស់គេយ៉ាងនេះនេះជាបំណុលល្អរបស់យើងក្នុងនាមលោកជាមេតបប្រមុខត្រូវតែជ្រើសរើសស្រីដែលមានច្បាប់ទម្លាប់ត្រឹមត្រូវមានភាពបរិសុទ្ធព្រះអង្គទុំគុំក៏ចង់សួរព្រះអង្គនៅរឿងមួយដែរបើសិនជាដណ្ដឹងប្រពន្ធចាំបាច់ត្រូវតែមានភាពស្អាតស្អំនោះអញ្ចឹងព្រះជាជាសិភីរបស់ព្រះអង្គពេលនេះមិនចូលក្នុងវាំងតែមានភាពស្អាតស្អំទេព្រះជាជាសិភីជាតិតែតសៃស្នាមរបស់រាជការស៊ុយព្រះអង្គមិនខ្លាចគេទៅទៀនទេអីយើងព្រះអង្គមនុស្សនៅក្នុងរាជការបាននិយាយថាព្រះអង្គយកលយ៉ាងទៅដូចជាមួយនឹងព្រះជាជាសិវតើសម្ដេចទាំងអស់ទេមានការគួរសមឬមួយយ៉ាងណាដែរតែរឿងនេះព្រះអង្គបោះស្រាយយ៉ាងម៉េចទៅអីចង់ទៅយើងទុំគុំមិនហ៊ានទេតែទុំគុំគាត់តែនិយាយការពិតបានចាយក៏បន្ទោថាយើងប្រទានទូដល់ឲ្យប្រឆាំងរាជវិជាសោះព្រះអង្គបើសិនជាព្រះអង្គចង់បដិសេធពីរឿងនេះទុំអង្គក៏រីកឈប់ពីតំណែងដែរដល់ពេលនោះទុំអង្គមិនស្ដាប់រាជវិជារបស់ព្រះអង្គទៀតទេប៉ុន្តែទុំអង្គសូមឲ្យព្រះអង្គមានព្រះតម្រិះពីរឿងនេះឡើងវិញក្នុងនាមជាព្រះអង្គបើសិនជាធ្វើអ្វីមិនត្រឹមត្រូវហើយនោះមិនអាចគ្រប់គ្រងរាជការទាំងមូលបានទេដូច្នេះសូមព្រះអង្គមានព្រះតម្រិះឡើងវិញសូមជើញកណាត់ល្អជើញកណាត់ល្អ លោកប្រកាសគណៈដែលយើងត្រូវការនោះណែណា បាទសូមជើញមក បងហើយបងមានស្គាល់នាងទាំងពីរនោះទេនាងដឹងទេគេនឹងរៀបការជាមួយលោកបេតបឈិញហើយណានាងតែជាមួយយ៉ងហ៎ពិតជាស្អាតណាស់លោកបេតបឈិញមានសំណាងល្អណាស់ល្អស្អីទៅគេនឹងជាស្បែកជើងចាស់តើគេមានតែមុនរួចទៅហើយមានតែមុនរួចហើយហើយមិនក៏បងដឹងច្បាស់ណាមនុស្សមកច្រើននិយាយប្រេះផ្ដាស់អ្នកណានិយាយប្រេះផ្ដាស់គឺពួកឯងនឹងនិយាយប្រេះផ្ដាស់ហ្នឹងអ្នកណានិយាយប្រេះផ្ដាស់បងប្អូននៅស្រុកប៉ាកាំងអ្នកណាក៏ដឹងពីរឿងនេះដែរណាហើយបើសិនជាចោលគេដឹងលុះត្រាខ្លួនឯងកុំប្រព្រឹត្តពួកឯងកុំនិយាយប្រេះផ្ដាស់ទៀតណាប្រយ័ត្នយើងកាត់ផ្ដាស់ពួកឯងចោលចង់ប្រឡំភ្នែកហ៎តាកុំរវល់រឿងគេ កណាត់ល្អសូមជើញសុបាលលបងសុំចេញអង្គុយលបងមករកខ្ញុំទៅយកមេកាយទៅសុបាលថ្ងៃនេះនៅតាមផ្លូវយើងលើកពាក្យចាំអារ៉ាំជាច្រើនថាយងមានប្រវត្តិជាស្រីចម្រៀងហើយត្រូវឯងជាអ្នកសង្គ្រោះហើយរឿងនេះវាយ៉ាងម៉េចពិតទេអ្នកណាហេតុបានជានិយាយប្រេះផ្ដាស់យ៉ាងនេះលបងយល់ថាយងយ៉ាងម៉េចដែរធ្វើបើថាយងមានសុខភាពខ្សោយតែគេសុខចិត្តស្លាប់ដើម្បីជួយឯងទុកថាជាគំនូរល្អណាស់លបងបើលបងយល់ដូច្នេះទៅហើយលបងទៅចាប់អារម្មណ៍ពីចាំអារ៉ាំធ្វើអីទៀតទោះជាជាងក៏ដោយក៏ប៉ុន្តែឯងជាបងប្អូនរបស់យើងហើយជាមិត្តទ័ពប្រមុខពាក្យចាំអារ៉ាំទាំងអស់នោះអាចប៉ះពាល់ឯងខ្លាំងណាស់លបងពាក្យចាំអារ៉ាំគឺជាពាក្យដែលគេប្រឌិតឡើងលបងតើលបងជឿជាក់លើខ្ញុំទេអាយ៉ាខ្ញុំប្រកាសជឿជាក់លើឯងហើយបើចឹងគ្រប់គ្រាន់ហើយគ្មានអ្នកណាយល់ច្បាស់ពីរឿងយងជាងខ្ញុំទេខ្ញុំថាអត់គឺអត់ហើយក៏ប៉ុន្តែលបងជឿជាក់លើខ្ញុំចាស់ហើយខ្ញុំក៏ជឿជាក់លើយងដែរបាទ សួស្តីអ្នកក្រឹងសួស្តីsư hồngមកនេះអ្នកក្រឹងមានការអីហ៎សិស្សរួមថ្នាក់នេះពួកគេទៅណាអស់ហើយពួកគេមិនឃើញមករៀនប្រហែលថ្ងៃទៅហើយម្ដាយខ្ញុំក៏មិនឲ្យខ្ញុំមករៀនដែរគាត់ថាខ្ញុំមិនត្រូវតាក់ទងជាមួយមនុស្សអាក្រក់ទេតែសាលាយើងមិនមនុស្សអាក្រក់ពីណាណានាងទៅផ្ទះចាស់ចា ស្រី
ហើយបានជាការជាមួយស្រីបែបនេះ ប្រុសរំលោភស្រីឃ្លានប្រុសរំលោភស្រីឃ្លានខោពីណា ឈីសុប៉ៅចាក់ចេញពីបាកាភ្លាម បងឈីងបងយ៉ាងម៉េចហ្នឹងហេតុអីបានជាបងពិសាស្រាម្នាក់ឯងចឹង មនុស្សឯកោនៅខាងក្រៅមួយចំនួនគួរអាណិតណាស់ បងប្រកាសទេ យ៉ងខ្ញុំតើរវល់ធ្វើអីមានអ្នកណាយកចិត្តនាងជាខ្ញុំទៀតនោះប៉ុន្តែខ្ញុំមិនជាមិនយល់ហេតុអីបានជាមនុស្សនៅវ៉ាកាំងនេះគេតែតែបញ្ឈឺនាងយករឿងរបស់នាងធ្វើឲ្យនាងជឿចាប់នៅសុកហេតុអីបានជាពួកគេបង្ករឿងធ្វើប្រទេសយ៉ាងនេះ បើសិនជាបងមិនប្រកាន់ចំពោះអូនទេមិនក៏បងធ្វើបែបនេះ យ៉ាងមិនមែនខ្ញុំខឹងទេខ្ញុំគ្រាន់តែយកថាយុត្តិធម៌ពេកទោះជាយ៉ាងណាក៏ដោយបងត្រូវរៀបការជាមួយអូនស្នេហារបស់យើងគ្មាននរណាម្នាក់អាចបំបាច់បំបាក់បានទេ បានហើយបងឈប់ខឹងទៀតទៅណា យ៉ងបងគិតថាពួកយើងនាំគ្នាចាក់ចេញពីទីនេះទៅកន្លែងណាដែលគ្មាននរណាស្គាល់យើងគឺមានតែយើងពីរនាក់គ្មានពិបាកដោយសារតែពាក្យចាំបារានទៀតទេ អញ្ចឹងបានបងយល់ឃើញយ៉ាងម៉េចនោះគឺតាមចិត្តបងចាស់មកពួកយើងនាំគ្នាផឹកអស់ទៅកុំឲ្យពិបាកចិត្តតទៅទៀតហើយព្រឹកស្អែកនេះយើងនឹងចាក់ចេញពីទីនេះទៅហើយកុំឲ្យពិបាកចិត្តទៀតអីណា ថ្ងៃស្អែកពួកយើងចាក់ចេញពីទីនេះស្ដាប់ខ្ញុំនិយាយសិនខ្ញុំមិនមែនជាមនុស្សចាក់សាវ៉ាទេមិនមែនទេមិនមែនជាមនុស្សចឹងទេស្ដាប់ទេ សុំទឹកបងសុប៉ាអូនមិនចង់ធ្វើបាបបងទេ សុប៉ាចាប់ដល់ខ្លួនឡើងត្រឡប់ឡើងមក ម៉ែមានការអីហ្នឹង កាលពីព្រឹកមិញម៉ែទៅបន្ទោរបស់យ៉ងរនាងតែយ៉ងមិននៅទេហើយបានរបស់នេះបានរៀបចំស្រួលបួលអស់ហើយទុកសម្បត្តិមួយសម្រាប់កូនទៀតផង សុប៉ាបងប្រហែលជាមិនជឿថាសម្ដីមនុស្សអាក្រក់គឺយ៉ាងណាតែការពិតគឺអញ្ចឹងពាក្យជាចាំរានធ្វើឲ្យចឹងទាំងពីរអ្នកស្ទើរដកដង្ហើមមិនចឹងសុប៉ាអូនមិនចង់ឲ្យបងរងទុក្ខលំបាកព្រោះតែគេនិយាយដាក់បងនោះទេហើយក៏មិនចង់ឲ្យបងបាត់បង់អនាគតព្រោះតែអូនដែរបើអញ្ចឹងមែនមួយជីវិតអូនក៏គ្មានសុភមង្គលដែរបងសុប៉ាកុំតាមរកអូនទៀតបើមាននិស័យពួកយើងគង់តែបានជួបគ្នាវិញទេកុំបារម្ភនឹងអូន យ៉ងគោរពលើកទី1គោរពលើកទី2ប្តីប្រពន្ធគោរពគ្នាទៅវិញទៅមកចាប់ពិធីអាចារ្យអំស្រីជិះភាសាទឹកតែសំជិះ មួយប្រុសសូមឲ្យពួកឯងទាំងពីរស្រឡាញ់គ្នាដល់ចាស់ឲ្យឆាប់មានកូនណា អរគុណអំស្រីបងប្រុសស្រានេះខ្ញុំនៅពេញជូនបងសំជិះពីថ្ងៃនេះទៅត្រូវថែរក្សាពេញឲ្យបានល្អប៉ុន្តែមិនគិតបណ្ដោយនេះពេកទេយើងមិនអាចហាមឃាត់បងស្រីរបស់យើងបានឥឡូវសង្ឃឹមលើឯងហើយអរគុណបង បងឈីងអរគុណបងជួយយកចិត្តទុកដាក់ខ្ញុំ បងពេញអបអរសាទរពួកឯងជួយតែអរដែលអាចបានរៀបការជំនុំនឹងដៃស្លាញ់លឺបងមិនអីទេខ្ញុំនៅខាងចានណាទៅទទួលពួកគេទៅកុំបានបងអីទៅចាតែនេះអ៊ូអបគេ អរទៅយ៉ាងណា អមម៉ាសាជេ ហើយកុំអប អបសាទរអេឡជួយដល់ឯងរៀបការហើយឥឡូវយើងប្រឡងប្រជែងមួយដែលមានកូនជាជីវ បងឯងនេះចាំមែនបងឯងទុកមនុស្សស្អីដូចជាខ្ញុំហ្នឹងដូចសត្វជ្រូកអី បងមានរឿងអីទុកអូនជាសត្វជ្រូក ហើយខ្ញុំដឹងហើយបងឯងនេះសត្វនិយាយខ្លាំងណាស់មើលទៅយើងមានរឿងល្អទៀតហើយមិនថាចឹងហ៎អាចា ប្រសើរណាស់គូស្នេហ៍ទីបំផុតបានជួបគ្នាហើយព្រះជាម្ចាស់ខ្ញុំម្ចាស់មានរឿងមួយសូមមេត្តាជួយខ្ញុំម្ចាស់ផងស៊ូប៉ាគូអានរបស់ខ្ញុំមេត្តាជួយដល់គេផងជួយដល់គេផងអ្នកស្រីចាសូមអបអរអ្នកស្រីមានរឿងអីខ្ញុំដឹងអស់ហើយចាអ្នកស្រីតូចចិត្តដល់ពេលកើតហើយចិត្តបានចាស់ហើយបាត់ទេ
ôi mấy con toàn cậu chú chặt đọt pin đã từ cậu từ chụp sâu vào mày chui mày chui sẽ ra mày ơi Srei con chỉ pro phục vật cò ấy ơi con pro hai mày có con này xiêm chẳng à con chỉ khai chia bột kỳ hả ơi nè xong ở đây cha lụm mi to hay mi to ban con mình បានកូនប្រុសឬក៏កូនស្រី ប្រុស ខ្ញុំអរគុណព្រះជាម្ចាស់ណាស់ខ្ញុំបានចៅប្រុសព្រះសម្ដីរត់ហើយអូយគួរឲ្យស្រឡាញ់ណាស់លោកអើយស្អាតណាស់អូចៅជីយ៉ាគឺមុខមាត់ណាស់ដោយកូនឯងបេះបិទឃើញទេ mày chui hậuឈ្មោះដាក់គោបោកខ្ញុំមើល ឈ្មោះរបស់គេយើងរនឹកមកកំណត់ថ្ងៃទៅហើយតែនៅមិនទាន់ឃើញទេប៉ុន្តែយើងសូមឲ្យកូនប្រុសនេះណាគេបានសុខរហូតឥឡូវម៉ែដាក់ឈ្មោះគេថាថៃភីង ថៃភីងល្អឈ្មោះនេះពិតជាល្អណាស់អូសម្លាញ់អូសម្លាញ់អូមអីទេអី បងសម្លាញ់មិនអីទេហើយកូនយើងចាំមិនទៅហើយក ូនយើងមិនអីទេឲ្យសុខភាពល្អណាស់ មែនទេ ដូចបងចឹង ដូចបងចង់ពីពោហើយ យ៉ាងម៉េចបងរកឈ្មោះដាក់ជួយហើយ គេឈ្មោះអី ឈ្មោះថៃភីង ថៃភីងអូយឈ្មោះនេះអាក្រក់ស្ដាប់ណាស់ គឺមកជាអ្នកដាក់ឲ្យ ម៉ែដាក់ឈ្មោះឲ្យកូនយើងហ៎ឲ្យខ្ញុំមើលកូនយើងតិចមើល mày giờ mày vô mày sụp bẻ chi bây giờ mấy ta chui thái toàn mà đại phía bạn bè dụng rồi chỉ đâm chụp rán bàn sạp bàn chui thái là sạp mà đại phía ông bạn còn chặt chia sẻ bao nhom sâu vô bẻ chi bây giờ sớm chui thái toàn mà đại phía ông ở bên là dụng rồi chỉ nằm chui thái là sạp mà đại phía ông ở chặt chỉ ở bạn sớm bẻ chi mà giờ nhom sâu bao vô chui thái toàn mà đại phía ông ở bên chỉ vật nhân yêu chui ở mà đại phía ông bên ở dụng rồi chào chị chào chị mày បំណងប្រាថ្នាម៉ែបានសម្រេចហើយព្រោះម៉ែបានឃើញចៅម៉ែដែលផ្ទាល់ភ្នែក mày chồng ở mai lặp đi កូនប្រុសកុំចំអីចៅជីមនុស្សយើងជិះមិនផុតនឹងការចាស់ឈឺស្លាប់ទេម៉ែឃើញកូនមានសុភមង្គលល្អនេះម៉ែស្លាប់ទៅបិទភ្នែកចិត្តហើយកូនប្រុសពេលម៉ែស្លាប់ទៅកូនយកផ្លាកពលឹងរបស់ម៉ែដាក់ក្នុងវិហារស្រុកបាកាំងផងឲ្យម៉ែនៅក្បែរព្រះជាម្ចាស់ម៉ែជឿលើព្រះណាម្យ៉ាងទៀតកូនត្រូវជួយអុជធូបអុជទៀនឲ្យម៉ែដុតกระดาษប្រាក់ឲ្យម៉ែឲ្យបានច្រើន mày tới sẽ lặp đi khi mà coi bạn chờ đại mày mưa ca khâu thử rồi đã mua lò tìm mua thải pin mà tọt mà tiết mua sừng chứ mà tọt mà tiết chứ mua ả chứ đừng lọ ra កូនប្រុសម៉ែម៉ែឃើញកូនមានប្រពន្ធមានកូនចឹងហើយម៉ែក៏ធ្លាប់ធ្វើជាមហាក្សត្រយ៉ាងនេះដែរជីវិតម៉ែមានតម្លៃណាស់ tại mày mình tọt bao khơi chào mình tọt tiết mày tới đâu chạm mưa tới ចៅបន្តទៀតទេចៅជីកូនត្រូវប្រឹងប្រែងណាឲ្យប្រទេសជាតិយើងបានរុងរឿងឲ្យមនុស្សម្នានៅក្នុងលោកនេះគេបានសុខគ្រប់គ្នាផង cậu được ai vậy ពុកនឹងម៉ែគ្មានម្សិលអ្វីទុកឲ្យកូនទេមានតែពាក្យមួយម៉ាត់ម៉ែផ្ដាំទាំងកូនកូនត្រូវចាំណាអ្វីដែលកូនសម្រេចនឹងធ្វើហើយកូនត្រូវតែធ្វើកូនកុំរាថយកូន lý dân căn các bọn khẩn lệnh, ai lấy cái trong bài do bọn thằng cao tiền, bà sân chỉ dân tâm tất cả việc bà càng hay chính nó muốn cả cung tại cái bài lục tê, rồi chính tụi mình cùng dồn thả này. Xong tôi rằng, tôi đã vào thời về lâu rồi mình chỉ thiên này chừng này cái tin này san sắp dối, việc bất chấp hơn mình, giữa mình toàn thuộc ấy việc ba chấm học lục dừng mất, mà hai anh mình con tộc làm bảo tỷ, đôi chân mà cô bà đồng lời, phải không? Lúc mình tập chim mèo làm mình đỏ, mình tập lại chân tới từ đây cả hai, tụi mình cùng dồn thả cái tập tin này mình san thua sắc tê, bà sân chỉ poke mình ai, lúc ở dương đồng con top từ thua sắc để tọt từ chó, lúc mình tập san, cái là tù, dương ai lúc năm con top chủ mục. Lo mà bán chỉ tiếp tục xả tọt, ngày sai đi rút làm na chỉ mua dương tới phải rút để chỉnh thì, tôi biết.